នេះជាវាសនាភ្លេចវាទៅសួស្តីខ្ញុំគឺសុងយូលូលោកគ្រូថាខ្ញុំអាចនាំសំណាងល្អបានប្រព្រឹត្តខ្ញុំឲ្យបានល្អហើយអ្នកនឹងក្លាយជាអ្នកមានហេឈប់ទៅ គ្រាន់តែជាមនុស្សគ្មានប្រវត្តិម្នាក់មែនទេគិតថាធ្វើល្អដាក់ឯងនឹងធ្វើឲ្យខ្ញុំខ្លាយជាអ្នកមានមែនទេឯងពិតជាជឿថាជើហ្វាយរបស់ឯងគឺជាទេពសំណាងដែលមហាសេដ្ឋីគោរពបូជាមែនទេបាត់ទៅឯងជាអ្នកក៏នៅទីនេះគ្មាននរណាម្នាក់ខ្វល់ពីឯងទេហាយប្រពន្ធខ្ញុំឯងគិតថាឯងស័ក្តិសមនឹងនិយាយអំពីនាងមែនទេគាត់ហើយប៉ះពាល់កញ្ញាសុងហ្វូធីងសៀវត្រូវគេដាក់ថ្នាំរកគេឲ្យខ្ញុំឥឡូវនេះលែងទៅតោះយើងទៅរៀបការស្រស់ស្រាយណាស់រៀបការបែបនេះហេតុអ្វីដាវគួនយូអាចត្រឡប់ក្រោយបានអូអត់ទេទីតាំងទេពត្រូវប្រខុសអស់ហើយសំបីតែដើមឈើប្រាក់ក៏ងាប់ដែរមិនឆ្ងល់ទេផ្ទះនេះមិនមានសេរីសួស្តីហេស្ដាប់ណាផ្ទះរបស់អ្នកមានរបស់នាំសំណាងអាក្រក់ច្រើនណាស់គ្រោះមហន្តរាយនឹងកើតឡើងឆាប់នេះកុំបារម្ភខ្ញុំនៅទីនេះឯងនិយាយរឿងអីហ្នឹងបងមើលពេលឯងចូលមកភ្លាមឯងចាប់ផ្ដើមជេរយើងហើយប្រញាប់លែងលះនាងទៅត្រូវហើយបងមានតែរូអានទេដែលអាចនាំសំណាងល្អមកឲ្យយើងកុំនិយាយពីសុងរូអានទៀតនាងជាមនុស្សដែលខ្ញុំចាត់ទុកជាប្រពន្ធខ្ញុំសុងរូអានដែលបានបណ្ដេញខ្ញុំចេញកាលពី5ឆ្នាំមុននេះកន្លះលានយកទៅចាយទៅកន្លះលានខ្ញុំមិនត្រូវការច្រើនទេហ្វឹកហាត់នៅភ្នំមិនខ្វល់រឿងទាំងនេះទៀតទេយកទៅសូមអបអរសាទរសំណាងទេវតារបស់អ្នកត្រូវបានធ្វើឲ្យសកម្មអំណោយសម្រាប់សុងយូលូនឹងត្រូវសង្វិញ100ដងសំលេងអីហ្នឹងឧបករណ៍បំពងសំឡេងខូចទៀតហើយមែនទេឯងយ៉ាងម៉េចក៏ដោយបងខ្ញុំមិនយល់ទេហេតុអ្វីបងទូចចង់រៀបការជាមួយមនុស្សនាំសំណាងអាក្រក់បែបនេះត្រូវហើយនាងជាមនុស្សនាំសំណាងអាក្រក់ទាំងស្រុងនាងធ្វើឲ្យឪពុកម្ដាយនាងឈឺនៅអាយុ7ឆ្នាំស្ទើរតែខ្សែធនគ្រួសារសុងនៅអាយុ17ឆ្នាំបើខ្ញុំមិនបានជួយសង្គ្រោះគ្រួសារសុងទេនឹងត្រូវបំផ្លាញដោយនាងយូរហើយអាយុ7ឆ្នាំមិនមែនជាពេលដែលពួកគេយកអ្នកមកចិញ្ចឹមមែនទេតើពេលនោះហើយដែលសំណាងអាក្រក់របស់គ្រួសារសុងចាប់ផ្ដើមទៅបន្ទាប់ពីត្រូវបណ្ដេញចេញពីគ្រួសារសុងពួកគេក៏ជោគជ័យនោះបង្ហាញថាឯងគ្រាន់តែជាសំណាងអាក្រក់មិនមែនដោយសារខ្ញុំគ្រប់គ្រងគ្រួសារសុងរបស់5ឆ្នាំមុនអ្នកបានសន្យាថាការគ្រប់គ្រងគ្រួសាររបស់អ្នកនឹងជួយខ្ញុំរកយូលូប៉ុន្តែអ្នកទាំងអស់គ្នាបានកុហកខ្ញុំចុះបើពួកយើងធ្វើមែន Fourteen Seal ដើម្បីកុំឲ្យបញ្ចប់ជីវិតនៅតាមផ្លូវគ្រាន់តែទៅរៀបការចូលគ្រួសារសុងបម្រើខ្ញុំទៅបើមិនដូច្នោះទេក្នុងរយៈពេលតិចជាង3ថ្ងៃអ្នកនឹងត្រូវសុំទានតាមផ្លូវបងប្រុសខ្ញុំមិនចង់សុំទានតាមផ្លូវទេគ្រាន់តែយល់ព្រមជាមួយនាងទៅក្រោកឡើងតើគ្រូសាហ្វូពឹងផ្អែកលើអ្នកខាងក្រៅតាំងពីពេលណាអ្នកមិនពឹងខ្ញុំទេតើអ្នកពឹងលើគ្រោះមហន្តរាយឬតើនាងអាចនាំលុយឲ្យអ្នកបានទេដំណឹងល្អលោកហ្វូក្រុមនេះបានរកប្រាក់ចំណេញបាន$50 លានស្អីគេហ្នឹងមិនក៏កើតខ្ញុំបានបិទគម្រោងវិនិយោគរបស់ហ្វូទាំងអស់មានរឿងអីរោងចក្រមួយដែលជិតបិទស្រាប់តែទទួលបានការបញ្ជាទិញ$50 លានពីបរទេសនៅថ្ងៃនេះ$50 លានគឺពិតជា100ដងនៃ5000តើនាងពិតជាអាចបង្កើនលុយរបស់នាង100ដងថាលុយដែលឲ្យទៅនាងពិតជាកើនឡើង100ដងមែនទេខ្ញុំមិនបានធ្វើអ្វីទេកែតម្រូវរូបសំណាកគួនយូនៅច្រកចូលឈប់បំភ្លឺសារៈសំខាន់ទៅគ្រាន់តែ$50 លានទេជាមួយមនុស្សនាំសំណាងអាក្រក់នោះខ្ញុំឆ្ងល់ថាគ្រូសាហ្វូអាចទ្រាំបានយូរប៉ុណ្ណាអូមកនេះបងហេតុអ្វីបងមិនទទួលយកបងស្រីរូអានរថយន្តមេបាច់នៅផ្ទះខ្ញុំខ្មាស់អៀនពេកមិនហ៊ានបើកវាចេញទេនិយាយមែនបងខ្ញុំមិនទាន់បានទិញកាបូបថ្មីក្នុងរយៈពេល2អាទិត្យទេពួកឯងមិនសំខាន់ទេ
នាងជាអ្នកសំខាន់ទៅហាងម៉ាក់ល្បីជួយនាងជ្រើសរើសសម្លៀកបំពាក់ខ្លះ របស់คล้ายៗគុណភាពខ្ពស់នេះស័ក្តិសមនឹងនាងឥតខ្ចោះបងស្រីរបស់ 14C មានទម្លាប់និយាយរឿងរំខានមិនឆ្ងល់ទេនាងតែងតែមានសំណាងអាក្រក់ជាមួយបុរសភ្លេចវាទៅតម្លៃប៉ុន្មានហេលោកសុងកុំគិតថាអ្នកអាចបងលុយហើយប្តឹងបងប្រុសខ្ញុំនឹងបងថ្លៃនេះអលភ័យទទួលប្រាក់500យន្តត្រូវប្រកាសថាប្រាប់បងប្រុសខ្ញុំអ្វីដែលទិញគឺសុទ្ធតែរបស់សូមអបអរសាទរកញ្ញាអ្នកគឺជាអតិថិជនទី88888របស់ផ្សារទំនើបយើងរង្វាន់50,000យន្តសូមទទួលយកវា50,000យន្ត$50,000ខ្ញុំទើបតែចំណាយ500ហាងអ្នករចនា50,000ពិតជា100ដងតើអាចទេការបង្វិលសង100ដងគឺពិតមែនទេខ្ញុំសំណាងណាស់ខ្ញុំទៅហើយហេសុងបងស្រីខុសហើយត្រូវការឱកាសមួយទៀត ឲ្យខ្ញុំជួយតុបតែងអ្នកបន្តិចជ្រើសរើសអ្វីដែលអ្នកចូលចិត្តខ្ញុំជាអ្នកចេញ អូខេដោយសារនាងបានឲ្យការបុកខ្ញុំនឹងមិនយកវាដោយឥតគិតថ្លៃទេខ្ញុំនឹងឲ្យនាងមួយដែរ ខ្ញុំត្រូវពិនិត្យមើលម្ដងទៀតបើការបង្វិលសងគឺពិតនោះនារីនោះពិតជាអណ្ដូងរ៉ែមាសហើយបងប្រុសមកលឿនខ្ញុំទើបតែទទួលបានការបញ្ចុះតម្លៃ100ដង កញ្ញាអ្នកមកទីនេះញឹកញាប់ហើយបើអ្នកមិនអាចទិញបានកុំមើលអ្នកណាថាខ្ញុំមិនអាចទិញបានតើអ្នកដឹងថាខ្ញុំជានរណាទេគ្រាន់តែជាមនុស្សល្ងង2នាក់មានរឿងអីលក់របស់នេះនឹងបំផ្លាញសំណាងរបស់អ្នកនឹងគ្មានការងារធ្វើហើយសុំទានតាមផ្លូវរយៈពេល10ឆ្នាំឯងនិយាយអីឯងពិតជាគិតថាឯងជាទេពសំណាងទាយទ្រព្យសម្បត្តិមែនទេពួកអ្នកសង្គមคล้ายឯងហ៊ានជេរខ្ញុំមែនទេឈប់ទៅអ្នកណាប្រាប់ឯងឲ្យប៉ះនាងបាល់សង្ហាណាស់ សុំទោសប្រពន្ធខ្ញុំទៅបើមិនដូច្នោះទេខ្ញុំនឹង ហេតុអ្វីអ្នកធ្វើពុតជាមនុស្សខ្លាំងដោយសារអ្នកសង្ហាមិនមែនមានន័យថាអ្នកអាចគំរាមកំហែងមនុស្សបានទេអ្នកទាំងអស់គ្នាខ្ញុំចង់ឃើញបាត់បង់ការងារខ្ញុំថ្ងៃនេះ អ្នកចង់បាត់បង់ការងារមែនទេខ្ញុំនឹងធ្វើឲ្យវាបានសម្រេចខ្ញុំទិញហាងមួយស្អីទិញហាងយើងអ្នកជាមនុស្សคล้ายហាងរបស់យើងជាហាងប្រណីតលំដាប់ខ្ពស់និងមានតម្លៃរាប់លានតែជាមនុស្សចង់បានឯងហ៊ានជេរមែនទេចេញពីទីនេះទៅបងប្រុសនោះគឺ$10លានសម្រាប់ការសុំទោសវាមិនសមទេត្រូវហើយចុះបើឲ្យខ្ញុំ$10លាននេះខ្ញុំអាចសុំទោសជំនួសអ្នកបានខ្ញុំមិនអាចទេពួកឯង3នាក់ល្អបំផុតឯងនៅទីនេះទៀតចៅវាយយើងជាអ្នកធំនៅរាជធានីសំបីតែ10លានក៏អ្នកមិនអាចទិញបានដែរកុំឆ្លើយដាក់លោកហ្វូគ្រាន់តែឲ្យខ្ញុំ9លានគ្រប់គ្រាន់ហើយចៅហ្វាយអ្នកប្រកាសជាច្រឡំហើយគេគ្រាន់តែជាក្មេងប្រុសសង្ហាបិទមាត់ស្មោកគ្រោករបស់ឯងទៅនេះជាព្រះអង្គម្ចាស់នៃរាជធានីលោកម្ចាស់វ័យក្មេងហ្វូរាជធានីលោកម្ចាស់វ័យក្មេងហ្វូអ្នកមានអ្វីត្រូវនិយាយទៀតទេចៅហ្វាយសុំទោសខ្ញុំច្រឡំយឺតពេលហើយអ្នកត្រូវបណ្តេញចេញជាមួយនឹងអាកប្បកិរិយារបស់អ្នកខ្ញុំនឹងប្រាប់ឧស្សាហកម្មទាំងមូលឲ្យដាក់អ្នកក្នុងបញ្ជីខ្មៅលោកហ្វូខ្ញុំមានវិកលបតកាតអន្ទានត្រូវបងខ្ញុំមិនអាចបាត់បង់ការងារបានទេសូមឲ្យខ្ញុំឱកាសបន្ថែមទៀតខ្ញុំមិនបានឲ្យឱកាសអ្នកគ្រប់គ្រាន់ទេហេហាងនេះជារបស់អ្នកឥឡូវនេះជ្រើសរើសអ្វីដែលអ្នកចង់បានខ្ញុំបានសម្រេចសេរីភាពកាបូបលឿនបែបនេះរបៀបជ្រើសរើសសម្លៀកបំពាក់សម្រាប់ប្រពន្ធតើខ្ញុំគួរណែនាំនាងទៅម៉ាក់យ៉ាងដូចម្តេចទៅម្ដាយក្មេករបស់អ្នកបងមើលសម្លៀកបំពាក់ថ្មីរបស់ខ្ញុំមើលទៅយ៉ាងម៉េចហេនេះជាអ្វីនេះគឺ 14 Seal អ្នកណាប្រាប់ឯងឲ្យនាំនាងមកផ្ទះច្បាប់គ្រួសារហ្វូរៀបការឡើងមិនមែនចោះនាំសំណាងមិនមែនសំណាងអាក្រក់ជាមួយគ្រួសារសុងមានបញ្ហាឥតឈប់ឈរស្ទើរតែខ្សែធននាំនាងចូលឥឡូវនេះតើអ្នកចង់បំផ្លាញគ្រួសារហ្វូបងប្រុសហេតុអ្វីបងមិនឆ្លាតដូចខ្ញុំក្មេងស្រីដែលត្រូវបណ្ដាសាឬជាអ្នកស្នងមរតកដែលមានអ្នកណាក៏អាចមើលឃើញថាគួរជ្រើសរើសអ្នកណាដែរជ្រើសរើសអ្នកណាគឺអាស្រ័យលើខ្ញុំមើលងាយនាងបានទេចុះបើខ្ញុំនិយាយថាខ្ញុំផ្ដល់$3,000លានជាថ្លៃបណ្ណាការបើខ្ញុំនិយាយថាខ្ញុំនឹងឲ្យ$3,000លានជាថ្លៃបណ្ណាការ$3,000លាន
3000 លានបង3000លានបងប្អូនជាមួយខួរក្បាលនិងភាពឆ្លាតវៃរបស់យើងនាំគ្រួសារត្រឡប់ទៅកម្ពុជាវិញ វាដូចជាប្រសិនបើមានតែខ្ញុំប្រសិនបើអ្នកមិនបានវិនិយោគខុសអស់ជាច្រើនឆ្នាំយើងនឹងមិនដូចនេះទេធីងសៀវរ៉ូរ៉ានគឺជាអ្នកដែលអាចគ្រប់គ្រងអ្នកក្នុងការបំពេញក្តីសុបិនរបស់អ្នកចំពោះមនុស្សចង្រៃនោះនាងនឹងនាំមកនៅការបំភ្លេចបំផ្លាញមិនបន្សល់ទុកអ្វីទាំងអស់ខ្ញុំមិនខ្វល់ថាអ្នកគិតយ៉ាងណាទេនាងជាប្រពន្ធខ្ញុំមិនបាច់និយាយពីសុងរ៉ូរ៉ានបោកខ្ញុំយកជាង3000លានបងប្រុសហ្វូមិនក៏បោកអ្នកម៉ាក់ដឹងថាយូលូអូនៅឯណាអ្នកនិយាយអ្វីត្រូវហើយកុំរកនាងហេតុអ្វីមនុស្សចង្រៃនេះបានធ្វើបាបគ្រួសារសុងត្រាប់ណាខ្ញុំនៅរស់ខ្ញុំនឹងមិនអនុញ្ញាតឲ្យនាងចូលក្នុងគ្រួសារហ្វូទេថ្លៃបណ្ណាការ300លាននាងមិនអាចមានលទ្ធភាពនោះក្នុងមួយជីវិតរបស់នាងទេខ្ញុំនឹងប្រើលុយដើម្បីយកអ្វីទាំងអស់ពីអ្នកសៃខិនហើយដូច្នេះលែងលះធីងសៀវទៅហើយត្រឡប់ទៅភ្នំវិញយកទេមនុស្សចង្រៃលោកហ្វូការវិនិយោគមុនបាននាំមកវិញនៅសាច់ប្រាក់900លានអ្វីមិនក៏អាចទៅរួចគ្រួសារហ្វូមិនមានចំណូលជិត3ឆ្នាំហើយ900លានចំណាយ9លានលើនាងទទួលបានផល100ដងអាទេអ្នកពិតជាបានរៀបការជាមួយមេដែកលុយមែនទេភ្លាមនៅពេលនាងមកដល់ផ្ទះយើងបានលុយច្រើនត្រឡប់មកវិញតើនាងពិតជាផ្កាយសំណាងមែនទេអរគុណជាមួយ9000លានខ្ញុំអាចផ្លាស់ប្ដូរស្ថានភាពបានវាតាក់ទងអ្វីនឹងនាងនៅក្នុងពិភពលោកសពថ្ងៃនេះមានតែទេពធីតានៃសំណាងទេដែលអាចនាំមកនៅ9000លានពីកន្លែងណាខ្ញុំចាំបានហើយវាប្រកាសជាដោយសារខ្ញុំបាននាំយកអង្កាំសំណាងមកវ៉ាវអង្កាំសំណាងដែលនាំមកនៅទ្រព្យសម្បត្តិគ្មានទីបញ្ចប់រឿងព្រេងនិទានថាវាត្រូវបានបង្កើតឡើងដោយកូននៃសំណាងប៉ះអាចឈ្នះឆ្នោតធំពាក់វាមួយថ្ងៃបង្កើនទ្រព្យសម្បត្តិទ្វេដងនេះគឺអូដូច្នេះវាជាបែបនេះអ្នកកំពុងមើលអ្វីមនុស្សអភ័ព្វដូចអ្នកមិនដែលនាំសំណាងដល់នរណាម្នាក់ទេរ៉ូរ៉ានមានអង្កាំសំណាងអ្នកមានអ្វីផ្កាយអភ័ព្វអង្កាំសំណាងនោះមិនមែនជាអង្កាំសំណាងទេវាជាអង្កាំទ្រព្យអ្នកនិយាយអ្វីថ្មីនេះអ្នកមិនសូវមានសំណាងមែនទេការវិនិយោគបរាជ័យងាយរងគ្រោះថ្នាក់ច្រើនតែបុកឡានប្តីឈឺមិនក៏អ្នកដឹងព្រោះនាងបានប្រើមន្តអាគមនោះដើម្បីលួចសំណាងរបស់អ្នកនាងកំពុងប្រើវាដូច្នេះអ្នកទាំងអស់គ្នានឹងអភ័ព្វអស់ជាច្រើនឆ្នាំមកនេះខ្ញុំបានជួបមនុស្សបរាជ័យគ្រប់ប្រភេទអ្នកស៊ីឈ្នួលអ្នកបោកប្រាស់អ្នកជីកមាសវាដោយសារតែមន្តអាគមនោះបរិសចំណាស់នោះបានបោកខ្ញុំគាត់ក៏ឈឺដោយសារវាដែរអូអស់ជាច្រើនឆ្នាំមកនេះរាល់ពេលខ្ញុំបើកបរខ្ញុំតែងតែជួបគ្រោះថ្នាក់ខ្ញុំបានបុកឡានលីមីធីតរាប់សិបគ្រឿងអាទេសំណាងរបស់ខ្ញុំត្រូវបានគេយកទៅដូច្នេះអ្នកកំពុងនិយាយថាគ្រួសារសុងរីកចម្រើនអស់រយៈពេល5ឆ្នាំនេះដោយយកសំណាងរបស់គ្រួសារហ្វូមានអ្វីទៀតមកតើមានអ្វីកើតឡើងពិតប្រាកដជាចៃដន្យប្រសិនបើខ្ញុំពិតជាបានយកសំណាងរបស់គ្រួសារហ្វូហេតុអ្វីខ្ញុំរៀបការជាមួយអ្នកខ្ញុំពិតជាចូលចិត្តអ្នកនិយាយត្រូវទាំងស្រុងការបញ្ជាទិញ900លាននិងថ្លៃបណ្ណាការ300លានសុទ្ធតែបង្ហាញពីភាពស្មោះត្រង់ពិតប្រាកដរបស់រ៉ូរ៉ានខ្ញុំចង់ឲ្យអ្នកលែងលះនាងភ្លាមខ្ញុំមិនធ្វើទេឡលែងលះពេលនោះក្រុមហ៊ុនរបស់អ្នកនឹងខ្សែធនកូនប្រុសច្បងត្រូវបានអ្នកប្រមូលបំណុលសម្លាប់កូនប្រុសពៅត្រូវបានបុកស្លាប់នៅតាមផ្លូវកូនស្រីពៅត្រូវបានមនុស្សអាក្រក់ហែកជាបំណែកហើយអ្នកក៏ដូចគ្នាអ្នកបាត់បង់អវយវៈដោយសារជំងឺកុំបន្ទោសខ្ញុំពេលក្រោយអ្នកនិយាយអ្វីមិនក៏នាងអាចទាយបានច្បាស់លាស់ម្ល៉េះខ្ញុំគ្រាន់តែដឹងថាពួកគេនឹងស្លាប់យ៉ាងវេទនាបាក់តាំងពីយូលូអូមិនបានមកយើងតែងតែមានសំណាងអាក្រក់ពីមុនហើយនៅពេលយូលូអូចំណាយលុយមានការត្រឡប់មកវិញ100ដងចម្លែកបន្តិចការបញ្ចុះតម្លៃ100ដងខ្ញុំគិតថាខ្ញុំក៏បានដូចវាថ្ងៃនេះដែរអ្នកទើបតែនិយាយអ្វីលែងលះខ្ញុំមិនអនុញ្ញាតទេកុំបារម្ភអ្នកល្អចំពោះខ្ញុំនឹងការពារអ្នកនៅពេលដល់ពេលទេទទួលរងគ្រោះជំនួសអ្នកនោះមិនមែនជាអ្វីដែលខ្ញុំខ្លាចទេខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកចាក់ចេញពីខ្ញុំម្ដងទៀតទេជំទាវឲ្យពួកគេលែងលះគ្នាហើយបន្ទាប់ពីខ្ញុំរៀបការជាមួយធីងសៀវខ្ញុំសន្យាគ្រួសារហ្វូនឹងរីកចម្រើនប្រសិនបើមិនមែនលោកចៅនិយាយថាធីងសៀវចូលរួមគ្រួសារខ្ញុំនាំមកនៅសំណាងយ៉ាងទៀតគាត់ក៏សង្ហាដែរបើមិនដូច្នេះទេខ្ញុំនឹងមិនចាប់អារម្មណ៍ទេរ៉ូរ៉ាន
ទៅផ្ទះមុនទៅព្យាយាមបញ្ចុះបញ្ចូលគាត់ម្ដងទៀតហើយខ្ញុំនឹងរងចាំដំណឹងល្អរបស់អ្នកនៅឯការដេញថ្លៃសប្បុរសធម៌នៅថ្ងៃស្អែក លោកម្ចាស់គ្រឿងមន្តអាគមសំណាងរបស់អ្នកត្រូវបានលាតត្រដាងហើយមិនអីទេគ្រូសាហ្វូនឹងមិនអាចងើបឡើងវិញបានទេក្នុងជីវិតនេះ តើមានរឿងអ្វីជាមួយ5-400 លាន ខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំមានរឿងសំខាន់ជាងនេះដែលត្រូវបញ្ជាក់ជាមួយនាងឥឡូវ តាមពិតខ្ញុំក៏មានរឿងសំខាន់ដែលត្រូវបញ្ជាក់ជាមួយអ្នកដែរ អ្នកទៅមុនវាជាអ្វីអ្នកកំពុងធ្វើអ្វី ដោះវាចេញទាំងអស់ ចុះបើងូតទឹកមុន អ្នកកំពុងគិតអ្វីខ្ញុំគ្រាន់តែពិនិត្យមើលថាតើអ្នកមានអ្វីដែលនាំមកនៅសំណាងអាក្រក់ដែរឬទេ សំណាងអាក្រក់ ខ្ញុំប្រាប់អ្នកមកដល់កន្លែងអ្នកខ្ញុំបានកត់សម្គាល់ឃើញថាដើមលុយរីងស្ងួតដាវខ្វាន់យូដាក់ខុសកន្លែងរឿងសំខាន់គឺទេពធីតាទ្រព្យសម្បត្តិមិនបានដាក់ត្រូវកន្លែងទេប្រសិនបើទេពធីតាទ្រព្យសម្បត្តិមិននៅកន្លែងត្រឹមត្រូវនៅផ្ទះនេះអាច ទាំង នឹង នេះ ខ្លាច ជា ជា អ្វីដែល អ្នក អ្នកចង់បញ្ជាក់មែនទេ តើវាជាអ្វីទៀតអ្នកគឺជាទេពធីតាទ្រព្យសម្បត្តិរបស់យើងមិនអាចខ្សែធនបានទេ តោះនិយាយរឿងផ្សេងឥឡូវនេះអ្នកកំពុងធ្វើអ្វី អ្នកចង់ធ្វើអ្វី ត្រូវប្រកាសថាអ្នកនឹងមិនចាក់ចេញពីខ្ញុំម្ដង ពិត ទៀត ណាស់ ទេ មិនមែនទេប៉ុន្តែខ្ញុំព្រមានអ្នកខ្ញុំចំណាយពេល5ឆ្នាំវឹកហាត់ឥតប្រយោជន៍ បានហើយខ្ញុំយល់ហើយសម្រាប់ឲ្យបានឆាប់នៅការដេញថ្លៃថ្ងៃស្អែកគ្រប់គ្នាគួរតែដឹងអ្នកជាប្រពន្ធខ្ញុំរ៉ូរ៉ានតើដែលនៅខាងមុខនោះគឺជាឥស្សរជនកម្ពុជានៃរាជធានីដូច្នេះនៅពេលអ្នកជ្រើសរើសរបស់របរត្រូវប្រកាសថាមិនធ្វើឲ្យពួកគេអាក់អ អូ ន់ចិត្ត ខេ ខ្ញុំមិននឹកស្មានថាគ្រូសាហ្វូទោះបីជាធ្លាក់ចុះក៏ដោយក៏នៅតែមានកៅអីនៅទៅធំដែរ ខ្ញុំខ្លាចថាម្ដាយឈិននឹងឲ្យពួកគេលែងលះគ្នាឆាប់នេះឋានៈរបស់គ្រួសារហ្វូនឹងខ្លាយជារបស់យើង ល្អហើយគ្រូសាសុងរបស់យើងមិនខ្វះលុយទេគ្រាន់តែខ្វះឋានៈគេល្បីថាទេពធីតាទ្រព្យសម្បត្តិបានទទួលសិស្សថ្មីថ្ងៃនេះពួកគេនឹងមកពេលនោះអ្នកគួរតែស្និទ្ធស្នាលជាមួយសិស្សរបស់ទេពធីតាទ្រព្យសម្បត្តិតួអង្គដែលមានអំណាចគ្រប់រូបចង់នៅក្បែរពួកគេលោកតាបានឃើញហេកាលនោះខ្ញុំបានចំណាយរាប់ពាន់លានគ្រាន់តែដើម្បីមើលឆ្មាមួយក្បាល ហេតុអ្វីពួកគេមិនទាន់លែងលះគ្នា សត្វទេវកថា លោកតាតើលោកច្រឡំទេនោះជាឆ្មា មិនអាចទេឆ្មានេះមើលទៅដូចសត្វទេវកថាដែលខ្ញុំបានឃើញនៅលើភ្នំកាលពីប៉ុន្មានឆ្នាំមុនដូចគ្នាទាំងស្រុងកាលនោះខ្ញុំគ្រាន់តែប៉ះក្បាលសត្វនោះហើយជំងឺរបស់ខ្ញុំទាំងអស់ក៏បាត់ទៅគួរឲ្យស្ដាយដែលខ្ញុំមិនបានប៉ះសត្វនោះទាំងមូលឬគ្រួសារសុងនឹងបានគ្រប់គ្រងប្រទេសឥឡូវនេះ ប្រសិនបើនេះពិតជាសត្វទេវកថាតើនាងពិតជាសិស្សរបស់ទេពធីតាសំណាងមែនទេគ្រួសារសុងអាម៉ាស់មុខអ្នកហ៊ានធ្វើពុតជាសិស្សរបស់ទេពធីតាសំណាងនាំឆ្មានេះមកធ្វើពុតជាសត្វសំណាងតើអ្នកកំពុងព្យាយាមធ្វើឲ្យគ្រួសារសុងអាម៉ាស់មុខមែន ចេ ទេ ញទៅ សត្វសំណាងវាគ្រាន់តែជាឆ្មាវង្វេងដែលខ្ញុំចិញ្ចឹមអ្វីដែលខ្ញុំធ្វើមិនមែនជារឿងរបស់អ្នកទេ ក្មេងកំសាអុកតញោហ៊ាននាំឆ្មាវង្វេងមកធ្វើពុតជាសត្វសំណាងនោះជាការមិនគោរពយ៉ាងខ្លាំងចំពោះទេពធីតាសំណាងប្រសិនបើគាត់ខឹងនឹងគ្រួសារសុងអ្នកនឹងមិនអាចសង្វាបានទេទោះបីជាមាន10ជីវិតក៏ដោយឪពុកម្ដាយបានឈឺដោយសារតែមិនគោរពទេពធីតាទ្រព្យសម្បត្តិអ្នកណាធ្វើឲ្យមានសម្លេងរំខានទាំងអស់នេះ តើនេះជាសិស្សរបស់ទេពធីតាទ្រព្យសម្បត្តិមែនទេ ខ្ញុំជាអតិថិជនរបស់ទេពធីតាទ្រព្យសម្បត្តិនិងជាម្ចាស់ផ្ទះនៃការប្រជុំនេះដូច្នេះសូមអង្គុយចុះហើយរក្សាភាពស្ងៀមស្ងាត់សូមស្វាគមន៍មកកាន់ការដេញថ្លៃសប្បុរសធម៌មានវត្ថុសំណាងជាច្រើននៅក្នុងការដេញថ្លៃនេះហើយអ្នកដែលដេញថ្លៃលើវត្ថុសំណាងតែមួយគត់នឹងត្រូវបានប្រទានពរដោយទេពធីតាសំណាងរឿងព្រេងនិទានថាពរជ័យរក្សាចៅនិងជីដូនជីតាឲ្យរួចផុតពីជំងឺនិងសំណាងអាក្រក់អស់រយៈពេលតិចជាង3ឆ្នាំពួកគេនឹងចូលរួមជាមួយគ្រួសារកំពូលហើយមានតម្លៃជាង100,000 លានតិចជាង3ឆ្នាំពួកគេនឹងចូលរួមជាមួយគ្រួសារកំពូលហើយមានតម្លៃជាង100,000 លានដុល្លារ ប៉ែ
នេះជាពានរង្វាន់ដ៏អស្ចារ្យបំផុតមិនធ្លាប់មានតើមានមនុស្សអស្ចារ្យបែបនេះទេផ្លូវនៃសំណាងលោកគ្រូខ្ញុំថាគាត់ដឹងតែបន្តិចបន្តួចទេខ្ញុំត្រូវតែទទួលបានវត្ថុបុរាណសំណាងនេះ ប៉ុន្តែមុនពេលការដេញថ្លៃសប្បុរសធម៌ចាប់ផ្ដើមមានរឿងសំខាន់មួយយើងបានរៀបចំការធ្វើតេស្តតម្លៃសំណាងនៅក្នុងពិភពលោកដែលមិនអាចទីទុកជាមុនបាននេះសំណាងតែងតែកំណត់ភាពជោគជ័យឬបរាជ័យរបស់មនុស្សម្នាក់ដែលមានសំណាងខ្ពស់នឹងទទួលបានឱកាសជួបទេពធីតាសំណាងហើយពិន្ទុសំណាងទាំងអស់នឹងត្រូវបានបំផ្លែងទៅជាលុយស្មើគ្នាមានអ្នកណាខ្លះចង់សាកល្បងទេ ខ្ញុំនឹងសាកល្បង មកសូមបន្តទៅមុខ សំណាងធម្មតាអ្នកទទួលបាន$97ផ្កាយសំណាងឬផ្កាយអាក្រក់តោះយើងរកមើលហ៊ានប្រកួតជាមួយខ្ញុំទេ សុងយូលូប្រញាប់ឡើងទៅទីនោះខ្ញុំនឹងធ្វើឲ្យប្រកាសថាអេសរជនទាំងអស់ដឹងថាខ្ញុំបានលុបឈ្មោះអ្នកចេញពីពូជពង្សតកូលហើយបណ្ដេញចេញពីគ្រួសារដ៏ត្រឹមត្រូវ មិនចាប់អារម្មណ៍ទេតើថ្មអាចវាស់កម្លាំងសំណាងរបស់មនុស្សម្នាក់ដោយរបៀបណា ហួសហេតុពេកហើយអញហ៊ានសួរពីអំណាចរបស់ថ្មសាកល្បងឬ អ្នកគ្រាន់តែខ្លាចលាតត្រដាងស្ថានភាពសំណាងអាក្រក់របស់អ្នកខ្លាចថាគ្រូសាហ្វូនិងបរិសទាំងអស់នឹងលែងចង់បានអ្នកទៀតហើយមែនទេ ខ្ញុំនឹងរៀបការជាមួយនាងសុងយូលូខ្ញុំមិនខ្វល់ថានាងជាសំណាងអាក្រក់ឬសំណាងល្អទេអ្នកបានឬទេ ហ្វូធីងស៊ូខ្ញុំគិតថាអ្នកខ្លាចអេសរជនដឹងថាអ្នករៀបការជាមួយមនុស្សនាំសំណាងអាក្រក់ឈ្មោះខូចខ្លាចគ្មានអ្នកណាចង់ធ្វើការជាមួយអ្នក និ មែន យាយអ្វី ទេ ក៏និយាយទៅ ឡតោះប្រកួតខ្ញុំមិនខ្វល់ថាគេនិយាយអ្វីពីខ្ញុំទេប៉ុន្តែខ្ញុំខ្វល់ពីអ្វីដែលគេនិយាយពីប្តីខ្ញុំតោះមើលថាអ្នកនៅតែអាចញឹមបានទេ សូមនេះតើនេះអាចទៅរួចដោយរបៀបណា38 នេះជាសំណាងដ៏អស្ចារ្យ ពិ ពិតជានាក្នុងចំណោមមនុស្សជាកូននៃសំណាង សូមអបអរសាទរដល់លោកស្រីដែលឈ្នះ38 សំណាង 000 នេះ យន្ត គឺធំជាងមនុស្សធម្មតាជាង10,000 មិនឆ្ងល់ទេដែលគ្រួសារសុងរីកចម្រើនខ្លាំងប៉ុន្មានឆ្នាំនេះ ដោយការរំពឹងទុករបស់ចៅស្រីខ្ញុំសំណាងដ៏អស្ចារ្យបែបនេះ ឃើញទេសំណាងអាក្រក់សំណាងរបស់ខ្ញុំគឺជារឿងដែលអ្នកនឹងមិនអាចទៅដល់បានមនុស្សដូចអ្នកមិននាំអ្វីក្រៅពីសំណាងអាក្រក់ទេអ្នកគួរតែលួយនៅតាមផ្លូវទៅ អញ្ចឹងបើដូច្នោះមែន លុយទាំងអស់ដែលយើងបានការពីម្សិលមិញគឺដោយសារសំណាងល្អរបស់ អើ ជាវ ត្រូវ រោ ហើយ អ្នកគ្រាន់តែជាបន្ទុកហេតុអ្វីអ្នកមិនលែងលះបងប្រុសខ្ញុំទៅ ខ្ញុំមិនទាន់បានសាកល្បង អ្នកប្រញាប់សន្និដ្ឋានលឿនពេកហើយ កញ្ញាអ្នកប្រហែលជាមិនដឹងពីតម្លៃនៃសំណាងកំពូលទេវាមានតែមួយក្នុង1លានដូចជាឈ្នះឆ្នោតនិងទទួលបានរូបកាយដ៏ទេវភាព បើតម្លៃសំណាងរបស់អ្នកខ្ពស់ជាងខ្ញុំនឹងលុតជង្គង់ហៅអ្នកថាបងស្រីហើយសារភាពដោយបើកចំហថាខ្ញុំជាអ្នកនាំសំណាងអាក្រ ត្រូវ ក់ ហើយទោះខ្ពស់ជាងបន្តិចក៏ដោយខ្ញុំនឹងសុំទោសអ្នកជាសាធារណៈ ល្អហើយអ្នកនិយាយខ្លួនឯង នេះតើនេះអាចទៅរួចដោយរបៀបណា 1/10,000,000 1លាន នាងដូចជាមនុស្សនាំសំណាងអាក្រក់មិនក៏មានពិន្ទុសំណាង1លាន ផ្កាយមហន្តរាយនាងជាមហាក្ស្ត្រីនៃសំណាងកាលពីសម័យបុរាណនាងនឹងបង្រួបបង្រួមទឹកដីហើយក្លាយជាអធិរាជដ៏អស់កលឹបជានិច្ចអ្វីវ៉ាក្នុងសម័យទំនើបនាងអាចប្រទានពរដល់គ្រួសារមួយដោយភាពរុងរឿងរាជវង្ស$1000 លានងាយស្រួលបងប្រុសខ្ញុំពិតជាបានរកឃើញត្បូងពេជ្រនាងតែងតែធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ល្អហើយតើអ្នកអាចប្រាប់ខ្ញុំបានទេថាអ្នកណាជាអ្នកនាំសំណាងអាក្រក់ខ្ញុំយល់ហើយអ្នកដូចជាបិសាចជញ្ជក់ឈាមទៅណាក៏បិទជញ្ជក់សំណាងអ្នកអតីហើយនាំសំណាងអាក្រក់ដល់ពួកគេ យល់ហើយមិនឆ្ងល់ទេដែលគ្រួសារសុងបណ្ដេញអ្នកចេញ អ្វីដំណើរការរលូនសម្រាប់ ប្រយ័ត្នហ្វូតូចនាងអាចនាំសំណាងអាក្រក់មកអ្នកហើយសម្លាប់អ្នកបងគួរតែលែងលះនាងទៅកុំឲ្យនាងនាំសំណាងអាក្រក់ដល់គ្រួសារយើងទាំងមូល អូពូកែពិតជាពូកែមានបងថ្លៃដែលងាយជឿបែបនេះអាពីពីពីនេះខ្ញុំគិតថាខ្ញុំបានធ្វើខុសហើយអញ្ចឹងលុះត្រាតែ គ្មានផ្លូវទេ ហ្
Thing Su ដល់ពេលដែលនាងបំផ្លាញគ្រួសារអ្នកកុំមកអង្វរខ្ញុំ គួរឲ្យអស់សំណើចតើខ្ញុំធ្លាប់សុំអ្វីពីមុនមក Fo Thing Su ប្រកាសសុងយូលូគឺជាភរិយាស្របច្បាប់របស់ខ្ញុំនាងគឺជាពរជ័យសម្រាប់ខ្ញុំនិងសម្រាប់គ្រួសារ Fo ខ្ញុំនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់សួរដេញដល់នាងទេ$100 លានបងប្រុសនេះហើយអ្នកពិតជាការចាប់បដិសន្ធឡើងវិញនៃទេពធីតាសំណាង$1 លានឈានដល់100,000 លានក្នុងទ្រព្យសម្បត្តិ1,000 លានអញ្ចឹងមិនមែនមានន័យថាទ្រព្យសម្បត្តិ1,000 លានទេ គ្មានផ្លូវទេគាត់រៀបការជាមួយមនុស្សនាំសំណាងអាក្រក់មិនក៏សំណាងគាត់ខ្ពស់ម្លេះថ្មសំណាងត្រូវតែខូចហើយ មានរឿងអីខ្ញុំបានធ្វើដំណើរជុំវិញពិភពលោកជាមួយថ្មសំណាងអស់រយៈពេលជាង10ឆ្នាំហើយខ្ញុំមិនដែលឃើញវាបែបនេះទេ បំបែកថ្មសំណាងខ្ញុំប្រាប់អ្នកហើយនាងជាមនុស្សនាំសំណាងអាក្រក់នាងថែមទាំងអាចបំបែកថ្មសំណាងដ៏ពិសិដ្ឋទៀតផង ឯងជាមនុស្សសំណាងអាក្រក់តាំងពីដំបូងពួកគេមិនគួរអនុញ្ញាតឲ្យម្ដាយអ្នកសម្រាលអ្នកទេទេពធីតាសំណាងត្រូវបានគោរពដោយក្រុមហ៊ុនធំហើយអ្នកបានបំបែកថ្មសំណាងឥឡូវនេះតើគ្រួសារសុងអាចរស់រានមានជីវិតដោយរបៀបណាបើទេពធីតាសំណាងឈប់ប្រទានពរដល់ក្រុមហ៊ុន Dacia ដោយសាររឿងនេះ តើខ្ញុំមានទោសអ្វី ខ្ញុំសុំនឹងស្លាប់ថ្មបានផ្លាស់ប្ដូរបន្ទាប់ពីខ្ញុំប៉ះវាមិនតាក់ទងនឹងនាងទេអ្នកអាចបញ្ចេញកំហឹងដាក់ខ្ញុំបានបើអ្នកខឹងបងប្រុសគ្រួសារ Fo របស់យើងមិនមានអំណាចដូចពីមុនទេមិនអាចទប់ទល់នឹងកំហឹងរបស់គ្រួសារអភិជនបានទេអញ្ចឹងម៉េចនាងមិនអាចត្រូវបានគេធ្វើបាបទេ តាំងពីកុមារភាពលោកគ្រូខ្ញុំគាត់ជាមនុស្សដំបងគេដែលក្រោកឈរការពារខ្ញុំបែបនេះតើគ្រាន់តែដោយសារអ្វីដែលបានកើតឡើងការនោះទេមិននឹកស្មានថាកម្មរបស់អ្នកតាមទាន់លឿនបែបនេះទេឥឡូវនេះអ្នកត្រូវបានគ្រួសារទាំងអស់ស្អប់មើលថាអ្នកធ្វើអ្វីឥឡូវនេះ កូននៃសំណាងអ្វីថ្មវាសនាពិតជាបានផ្ដល់ងារដូចជាកូននៃសំណាងដែលជាងារដ៏កម្រនឹងរឿងព្រេងនិទានអ្វីមិនដែលឮថ្មវាសនាផ្ដល់ងារពីមុនមកទេអ្នកតើអ្នកប្រកាសថាអ្នកមិនច្រឡំទេនោះក៏ព្រោះតែនៅពេលដែលងារមួយលេចឡើងវាមានន័យថាទេពធីតាសំណាងទទួលស្គាល់គាត់សូមអបអរសាទរលោក Fo អ្នកបានឈ្នះការជួបជាមួយលោកស្រីសំណាងចាត់ទុកខ្លួនឯងថាមានសំណាងទៅធ្វើជាប្រពន្ធដោយសារអ្នកល្អចំពោះនាងខ្ញុំនឹងជួយអ្នកឲ្យរួចផុតពីវិបត្តិរស់ឬស្លាប់នេះ នេះមិនដូចជាជួបទេពធីតាទ្រព្យសម្បត្តិទេមើលទៅខ្ញុំអាចបន្តទិញទំនិញបានហើយ មិនអាចទេក្រុមហ៊ុន Fo ចិត្តខ្សែធនអស់ជាច្រើនឆ្នាំហើយតើ Fo Thing Su អាចជាអ្នកដែលបានជ្រើសរើសដោយរបៀបណាបន្ទាប់ពីលោក Fo រៀបការជាមួយកញ្ញាសុងក្រុមហ៊ុនបានរកចំណូលបានរាប់រយលានដុល្លារតើកញ្ញាសុងជាប្តីល្អទេអ្នកជាមនុស្សបំផ្លាញភាពសប្បាយរីករាយតើនាងអាចជាប្តីល្អដោយរបៀបណា ខ្ញុំចាំបានហើយសំណាងរបស់ខ្ញុំគឺ100ដងនៃសំណាងប្រពន្ធរបស់អ្នក100ដងវាជាកិច្ចព្រមព្រៀងដែលបានបញ្ចប់បន្ទាប់ពីប៉ុន្មានឆ្នាំនេះអ្នកទាំងអស់គ្នាគួរតែសុំទោសខ្ញុំសុំទោសយល់សប្ទៅមានសំណាងអញ្ចឹងម៉េចគ្មានអំណាចឬទំនាក់ទំនងអ្នកគ្មានអ្វីទេបន្ទាប់ពីអ្នកត្រូវបានបណ្ដេញចេញពីគ្រួសារសុងហើយពួកគេរីកចម្រើនវាបានបង្ហាញថាសំណាងរបស់អ្នកគ្មានប្រយោជន៍ រូរ៉ានមានភាពប៉ិនប្រសប់ក្នុងអាជីវកម្មហើយមើលឃើញឆ្ងាយឆាប់នេះអ្នកនឹងអាចជ្រើសរើសវត្ថុសំណាងហើយទទួលបានពរជ័យពីទេពធីតាសំណាងជួយគ្រួសារសុងឲ្យរីកចម្រើនខ្ពស់ការដេញថ្លៃបន្ទាប់មិនមានអ្វីតាក់ទងនឹងតម្លៃសំណាងទេអ្នកបានឬទេដោយពរជ័យពីទេពធីតាសំណាងភាពរុងរឿងត្រូវបានធានារយៈពេល1000ឆ្នាំមានតែមនុស្សដែលមានសំណាងដូចខ្ញុំទេដែលអាចជ្រើសរើសវត្ថុបុរាណសំណាងបានល្អហើយចាំមើលទៅខ្ញុំជាព្រះនៅលើផែនដីឥឡូវនេះហេតុអ្វីខ្ញុំមិនអាចដោះស្រាយការសាកល្បងរួមរស់របស់ Fo នេះបានធ្វើឲ្យអ្នកណាអាក់អន់ចិត្តស៊ូយីហែនមិនបានបោកប្រាស់នាងទេលើកនេះមានតែសិល្បៈសំណាងមួយប៉ុណ្ណោះតែមួយនេះគឺផ្លែ half ton ស្ករគ្រាប់ដូច្នេះបន្ទាប់ពីការដេញថ្លៃវានឹងត្រូវបានបង្ហាញតើមួយណាជាវត្ថុសំណាងគ្រួសារ Fo បានធ្លាក់ចុះជាយូរមកហើយបើយើងឈ្នះនេះគ្រួសារធំនឹងប្រញាប់មករកយើងការបញ្ជាទិញនឹងបន្តមកហើយគ្រួសារ Fo នឹងឡើងដល់កម្ពស់ម្ដងទៀតតើអ្នកចង់បានអ្វីទេខ្ញុំចង់បាននោះផ្លែឈើស្ករគ្រាប់អ្នកឈួតហើយឬអំណាចគ្រួសារ Fo អ្នកអាចជ្រើសរើសបានតែមួយមុខប៉ុណ្ណោះមនុស្សស្រុកស្រែសុទ្ធសាធចូលចិត្តអាហារឥតប្រយោជន៍បែបនេះជ្រើសរើសវត្ថុបុរាណសំណាងឲ្យ1000លានសម្រាប់វា Fo តូចកុំឲ្យមនុស្សនាំសំណាងអាក្រក់បោកប្រាស់អ្នកអ្វីដែលនាងជ្រើសរើសគឺសុទ្ធតែជាសម្រាមខ្ញុំដេញថ្លៃផ្លែឈើស្ករគ្រាប់នេះបោកប្រាស់អ្នកអ្វីដែលនាងជ្រើសរើសគឺសុទ្ធតែជាសម្រាម
ខ្ញុំដេញថ្លៃផ្លែឈើស្ករគ្រាប់នេះ1លាន1លានបង1លានអាចទិញអាគារផ្លែ Houghton ស្ករគ្រាប់បាន បើនាងចង់បាននាងត្រូវតែមាន 2លាន ហេចំណាយលុយរាប់លានលើផ្លែ Houghton ស្ករគ្រាប់អាចញ៉ាំនៅខាងក្រៅបានគ្រួសារ Foster តែគ្មានលុយសល់ទេឈប់ធ្វើពុតជាអ្នកមានទៅលោក Fo ម្យ៉ាងវិញទៀតអ្វីដែលនាងរើសគឺគ្រាន់តែជាសម្រាមវាមិនអាចជាកំណប់ទេវតាបានទេ Photo អ្នកមិនគួរខ្ជះខ្ជាយឱកាសនេះលើមនុស្សអាក្រក់នោះទេបំភ្លឺគោមមេឃលោក Fo ពិតជាបានបំភ្លឺគោមមេឃគោមនៅតែភ្លឺលោក Fo នឹងបន្តដេញថ្លៃបងអ្នកឈួតហើយឬបំភ្លឺគោមសម្រាប់ផ្លែ Houghton ស្ករគ្រាប់អន់ បង មួយ ឲ្យធ្វើបែបនេះនឹងបំផ្លាញគ្រួសារ Fo ហើយឡចាំមើលតើអ្នកសុខចិត្តបងប៉ុន្មានខ្ញុំដេញថ្លៃ80លានខ្ញុំដេញថ្លៃ80លាន80លាន80លានល្អហើយរនអ្នកពិតជាអ្នកសង្គ្រោះសម្រាប់គ្រួសារ Fo អ្នកបានចំណាយ80លានដើម្បីនាំប្អូនប្រុសខ្ញុំត្រឡប់មកផ្លូវត្រូវវិញអ្នកគឺជាអ្នកនោះរនតើអ្នកកំពុងធ្វើអ្វីខ្ញុំចុះបើគាត់មិនស្ដាប់វិញយើងមិនអាចឲ្យគាត់យករបស់នេះបានទេតាមដែលខ្ញុំដឹងទោះបីគ្រួសារ Fo បានលុយរាប់ពាន់លានមកវិញក៏ដោយក៏វាសុទ្ធតែត្រូវបានប្រើដើម្បីបិទបាំងគម្លាតហិរញ្ញវត្ថុដែរមែនទេមិនសូវមានលុយសុទ្ធសល់ច្រើនទេមែនទេតោះយើងបំភ្លេចវាទៅតោះយើងដកគុំចោះដែរវាមានតម្លៃ80លានដុល្លារសម្រាប់នាងបងអ្នកមិនចង់ស្លាប់ទេឬ100លានដុល្លារអាចទិញស្ករគ្រាប់រាប់ភ្នំបានស្ករគ្រាប់100លានដុល្លារខ្ញុំចង់ភ្លក់វាតើរសជាតិយ៉ាងម៉េចវាឆ្ងាញ់លោក Fo នៅតែចង់បង្ហាញថានាងជាអ្នកចាញ់មែនទេអញ្ចឹងខ្ញុំនឹងឲ្យអ្នកនៅអ្វីដែលអ្នកចង់បានគ្រួសារ Fo របស់អ្នកនឹងខ្សែធនដោយសារស្ករគ្រាប់មួយហើយអង្វរខ្ញុំយ៉ាងម៉េចខ្ញុំមិនដែលគិតថាគ្រួសារ Fo កំពូលនឹងដួលរលំដោយសារស្ករគ្រាប់មួយទេ100លានមានអ្នកណាចង់ដេញថ្លៃខ្ពស់ជាងនេះទេ100លានម្ដង100លាន2ដង100លាន3ដងសូមអបអរសាទរលោក Fo ដែលបានឈ្នះស្ករគ្រាប់នេះមិននឹកស្មានដល់ឲ្យវារំភើបភ្លាមបែបនេះវាពិតជាកម្រណាស់សូមអបអរសាទរលោក Fo ដែលជាមនុស្សល្ងងបែបនេះមានអ្វីដែលអ្នកចង់បានទេអត់ទេគ្មានអ្វីទេវ៉ា100លាននោះគ្រប់គ្រាន់សម្រាប់ខ្ញុំជប់លៀងអស់មួយជីវិតហើយសម្រាប់អ្វីផ្សេងទៀតខ្ញុំនឹងដេញថ្លៃ10,000លានសម្រាប់ទាំងអស់នោះអ្នកណាយល់ព្រមអ្នកណាជំទាស់អ្នកណាថាគ្រូសាសុងជាអ្វីពួកគេគិតថាពួកគេអាចផ្ដាច់មុខឬគ្រូសាសុងមិនអាចគ្រប់គ្រងបានទេរនតើអ្នកកំពុងធ្វើអ្វីអ្នកមិនដឹងទេឬអ្នកនឹងធ្វើឲ្យគ្រូសាផ្សេងទៀតអាអន់ចិត្តបែបនេះឬបើគ្រូសាសុងទទួលបានពរជ័យពីទេពធីតាខ្ញុំសុងរនសូមសន្យាឥឡូវនេះយល់ព្រមនឹងបង្កើតភាពជាដៃគូ100ឆ្នាំដើម្បីរីកចម្រើនជាមួយគ្នាខ្ញុំឆ្ងល់ថាតើអ្នករាល់គ្នាយល់ព្រមឬអត់ខ្ញុំឆ្ងល់ថាតើអ្នករាល់គ្នាអាចយល់ព្រមបានឬអត់គ្រូសាសុងគ្រប់គ្រងឧស្សាហកម្មជាច្រើនជាមួយនឹងរបស់ជាង100មុខហើយប្រហែលជាមិនត្រូវបានដេញថ្លៃទេខ្ញុំសន្យានៅតែរនទេដែលមានគំនិតអាជីវកម្មមិនដូចមនុស្សល្ងងនេះដែលគ្រាន់តែចេះញ៉ាំទេគ្មានអ្នកណាដេញថ្លៃទេហើយអ្នកនៅតែមិនទម្លាក់100,000លានម្ដង100,000លាន2ដង100,000លាន3ដងអញ្ចឹងសូមអបអរសាទរកញ្ញាសុងដែលបានដេញថ្លៃជោគជ័យ100,000លានលើរបស់ផ្សេងទៀតទាំងអស់ល្អហើយចំណាយ100,000លានលើសម្រាមគ្មានតម្លៃហាក់ដូចជាទ្រព្យសម្បត្តិគ្រួសារសុងនឹងត្រូវខ្ជះខ្ជាយហើយអ្នកស្រែតើអ្នកដឹងអ្វីក៏ដោយនៅទីនេះគឺល្អជាងផ្លែ Houghton ស្ករគ្រាប់របស់អ្នកនឹងឆាប់យល់ការរៀបការជាមួយនាងគឺជាកំហុសដ៏ល្ងង់ខ្លៅបើនោះជារបៀបដែលវត្ថុបុរាណសំណាងត្រូវបានទទួលបានអញ្ចឹងខ្ញុំមិនចង់បានវាទេចាស់ខ្ញុំក៏មិនចង់បានវាដែរលោក Fo រងចាំផ្លែ Houghton ស្ករគ្រាប់ដែលអ្នករើសមុននេះគឺជាវត្ថុបុរាណសំណាងអ្វីតើអ្នកកំពុងនិយាយថាផ្លែឈើស្ករគ្រាប់អន់នេះគឺជាអភូតហេតុដែលអាចផ្លាស់ប្ដូរជោគវាសនាគ្រួសារយើងបានឬបងថ្លៃវាពិតជាអស្ចារ្យណាស់អ្នកតើអ្នកប្រកាសទេថាយើងចំណាយ10,000លានទិញរបស់ទាំងអស់នេះតើវាអាចជារបស់នោះបានយ៉ាងម៉េចអ្នកបានរៀបចំផែនការនេះជាមួយបដិសេធមិនបង់10,000លានតើអ្នកគិតថាទេពធីតាសំណាងខ្វល់ពី10,000លានរបស់អ្នកបើអ្នកមិនបង់
ប្រយ័ត្នគ្រួសារសុងរបស់អ្នកនឹងវឹកវរនៅថ្ងៃស្អែក វ៉ាបងស្រីអ្នកពិតជាឆ្លាតខាងចំនួនណាស់ចំណាយ10,000លានដើម្បីដាក់អន្ទាក់គ្រួសារធំទាំងអស់ពិតជាគួរឲ្យចាប់អារម្មណ៍អ្នកលោកតាមិនទាន់សន្លប់ដោយសារកំហឹងដោយសារអ្នកទេតើអ្នកមានមោទភាពអ្វីគ្រួសារសុងនៅតែមានមូលដ្ឋានរបស់ខ្លួនកាន់កាប់ភាគហ៊ុនជាច្រើនក្នុងក្រុមហ្វូខ្ញុំចង់ឃើញតើក្រុមហ្វូអាចទ្រាំទ្របានយូរប៉ុណ្ណាលោកតាតោះទៅ លោកហ្វូសូមអញ្ជើញទៅបន្ទប់វេទដើម្បីទទួលពរជ័យនៃសំណាង អ្នកមានរូបរាងល្អណាស់កូនប្រុស តើអ្នកចង់មានន័យយ៉ាងម៉េច អូគ្មានអ្វីទេប៉ុន្តែទោះបីអ្នកល្អយ៉ាងណាក៏ដោយខ្ញុំខ្លាចថាវាមិនអាចបញ្ឈប់ការបំផ្លាញគ្រួសារហ្វូ តើ បាន អ្នកកំ ទេ ពុងនិយាយថាគ្រួសារហ្វូនឹងត្រូវបំផ្លាញឬ គ្រួសាររបស់អ្នកត្រូវបានបណ្ដាសាជាយូរមកហើយទោះបីមានជំនាញរបស់ខ្ញុំក៏ដោយខ្ញុំអាចការពារបានតែម្នាក់តើអ្នកចង់ឲ្យខ្ញុំការពារអ្នកណា ឈួតហើយហ្វូធីងសៀវសុងយូលូមិនក៏ហ៊ានលួចសំណាងនិងប្រជាប្រិយភាពរបស់ខ្ញុំលោកម្ចាស់ក្មេងតើអ្នកកំពុងធ្វើអ្វីនៅទីនេះ អ្នកបរាជ័យម្ដងទៀតហើយ ឲ្យខ្ញុំឱកាសមួយទៀតខ្ញុំនឹងយកឈ្នះហ្វូធីងសៀវ នេះជាឱកាសចុងក្រោយរបស់អ្នកកាលនោះខ្ញុំបានជួយអ្នកឲ្យក្លាយជាកូនស្រីរបស់គ្រួសារសុងក៏អាចយកវាទាំងអស់ទៅវិញបានដែរ ចាស់ប៉ុន្តែលោកម្ចាស់ហេតុអ្វីបានជាអ្នកទូចឲ្យខ្ញុំរៀបការជាមួយហ្វូធីងសៀវ សុងយូលូ អ្វី ខ្ញុំធ្លាប់បណ្ដុះបណ្ដាលជនក្បត់ម្នាក់វាជាភាពអាម៉ាស់ក្នុងជីវិតរបស់ខ្ញុំឥឡូវនេះតើត្រូវធ្វើយ៉ាងម៉េចសិស្សរបស់ខ្ញុំពិនិត្យមើលសុងឲ្យបានហ្មត់ចត់និយាយមកតើអ្នកចង់ឲ្យខ្ញុំការពារអ្នកណា ខ្ញុំចង់ការពារម្ដាយខ្ញុំ តើអ្នកនិយាយអ្វី ម្ដាយខ្ញុំ ចុះចំណែកប្រពន្ធរបស់អ្នក ខ្ញុំលែងលះនាងវិធីនោះខ្ញុំអាចការពារបានទាំងពីរ អ្នកឆ្លាតណាស់ល្អហើយមិនចាំបាច់លេងលេះទេគ្រាន់តែប្រព្រឹត្តប្រពន្ធរបស់អ្នកឲ្យបានល្អហើយវិបត្តិទាំងអស់នឹងត្រូវបានដោះស្រាយ ពិតឬ ពិតណាស់វាជាការពិតនាងគឺជាអ្នកដែលខ្ញុំបានជ្រើសរើសនាងគឺជាពរជ័យដែលធ្លាក់ពីស្ថានសួគ៌នាងនឹងការពារគ្រួសារហ្វូរបស់អ្នកសិស្សរបស់ខ្ញុំគឺជាតារាសំណាងដែលមិនអាចបញ្ឈប់បានសូម្បីតែខ្ញុំក៏រីកចម្រើនដោយសារសំណាងល្អរបស់នាងដែរ ម៉ាក់ទេពធីតាសំណាងបាននិយាយថានាងពិតជាពរជ័យពីស្ថានសួគ៌ ទេពធីតាសំណាងពួកគេនិយាយថាវាជាការពិត ប្រព្រឹត្តនាងឲ្យបានល្អជាងមុនចាប់ពី ហាក់ ពេល ដូច នេះ ជា ទៅ ទេពធីតាសំណាងមានចំណេះដឹងដូចលោកគ្រូរបស់ខ្ញុំដែរ អ្នកមិនគិតទេនាងមានអំណាចអបិយជំនឿខ្លះមែនទេបើពិតជាមានអំណាចខ្លាំងបែបនេះអញ្ចឹងហេតុអ្វីមិនបានលុយ100លានដុល្លារដែលចំណាយ ហេតុអ្វី អ្នកមិនបានប្រគល់វាមកវិញ តើទេពធីតាសំណាងនិយាយអ្វីធីងសៀវមិនក៏អ្នកហ៊ានកុហកយើងដើម្បីនាង ខ្ញុំមានការថតសម្លេងស្ដាប់ដោយខ្លួនឯងទៅវ៉ាបងអ្នកពិតជាគិតដល់ការថតការសន្ទនា មិនចាំបាច់ស្ដាប់ទេការថតសម្លេងគឺคล้ายខ្ញុំពិតជាមិនដឹងថាលោកម្ចាស់ក្មេងចៅឃើញអ្វីនៅក្នុងនេះអ្នកនឹងត្រូវបណ្ដេញចេញពីគ្រួសារហ្វូរ៉នអ្នកនិយាយថាការថតសម្លេងគឺคล้ายហេតុអ្វីមិនត្រឹមតែការថតសម្លេងคล้ายទេថ្មវាស់សំណាងនិងទេពធីតាសំណាងទាំងអស់នោះគឺคล้าย វាសុទ្ធតែคล้าย បងស្រីរ៉នមនុស្សធំទាំងអស់នេះនៅទីនេះថ្ងៃនេះមិនអាចคล้ายទេមែនទេទេពធីតាវាសនាពិតទើបតែបានថ្លែងការណ៍មើលដោយខ្លួនឯងទៅ អ្នករាល់គ្នាលោកគ្រូរបស់ខ្ញុំបានទទួលមរណភាព10ឆ្នាំមុនសូមកុំជឿឬផ្សព្វផ្សាយពាក្យចាមអារាម ចាំមើលថាអ្នកពន្យល់រឿងនេះយ៉ាងម៉េចស្ត្រីដែលមានល្បិចកលនិងពីស្ពោលដូចអ្នកមិនសមនឹងធ្វើជាកូនប្រសាររបស់ខ្ញុំទេឥឡូវនេះ ខ្ញុំដឹងហើយគ្មានផ្លូវទេដែលមនុស្សអត់សំណាងដូចនាងអាចមានសំណាងខ្ពស់បែបនេះហើយត្រូវបានវាសនាជ្រើសរើសវាសុទ្ធតែคล้าย អ្នករៀបចំរឿងនេះបោកខ្ញុំយកលុយ1000លានហើយនៅតែចង់បានកន្លែងក្នុងគ្រួសារទៀតឬឲ្យលុយ1000លានរបស់ តើ ខ្ញុំ អ្នកឈ មក ប់បង្ វិញ កបញ្ហាហើយឬនៅអ្វីទាំងអស់ថ្ងៃនេះគឺពិតខ្ញុំជឿអ្នកលូម៉ូ ធីងសៀវខ្ញុំបានធ្វើរឿងមិនសមហេតុផលជាច្រើនឆ្នាំ ខ្ញុំជឿជាក់លើអ្នកលូអ ធីងសៀវ
ខ្ញុំមិនសមហេតុផលប៉ុន្មានឆ្នាំមកនេះខ្ញុំពិតជាស្រឡាញ់អ្នកកុំឲ្យនាងបោកប្រាស់អ្នកខ្ញុំអ្នកកុហកនៅផ្ទះត្រកូលសុងអ្នកបានលួចលុយហើយបន្ទោសខ្ញុំបានបណ្ដោយវាទៅឥឡូវនេះតើអ្នកចង់ឲ្យខ្ញុំត្រូវគេជេរលើអ៊ីនធឺណិតហើយបាត់បង់អ្វីទាំងអស់ឬជាស្នាដៃរបស់អ្នកតើវាតាក់ទងអ្វីនឹងខ្ញុំមិនអីទេលោកគ្រូខ្ញុំប្រាប់ខ្ញុំអ្នកណាដែលរញ៉េញ៉ៃជាមួយខ្ញុំនឹងជួបសំណាងអាក្រក់ឈប់ធ្វើពុតទៅបើអ្នកហ៊ានឲ្យរន្ទះបាញ់ខ្ញុំទៅវាពិតជារន្ទះបាញ់មែន យូរ៉ានបើគ្មានផ្លូវផ្សេងទេខ្ញុំអាចរៀបការចូលគ្រួសារអ្នកបាន នោះគ្រាន់តែជាឧបទ្ទហេតុប៉ុណ្ណោះបើខ្ញុំកុហកថ្ងៃនេះសូមឲ្យរន្ទះបាញ់ខ្ញុំទៅវាពិតជាបានផលមែន អ្នកគួរតែសារភាពមុនពេលអ្នកត្រូវរន្ទះបាញ់ហើយធ្វើឲ្យផ្ទះត្រកូលហ្វូរបស់ខ្ញុំខ្វក់ ខ្ញុំកំពុងនិយាយការពិត បងស្រីរនខ្ញុំជឿអ្នកអនុញ្ញាតឲ្យខ្ញុំរៀបការចូលគ្រួសារអ្នកខ្ញុំនឹងមើលថែអ្នកឲ្យបានល្អអ្នកមិនស័ក្តិសមទេតើអ្នកមិនគិតថាអ្នកសំណាងទេដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ត្រកូលហ្វូយើងត្រូវការយ៉ាងហោចណាស់ 10,000 លានទៀតបើអ្នកហ៊ានយើងប្រកួតប្រជែងក្នុងការវិនិយោគហើយមើលថាអ្នកណាអាចរកបាន 10,000 លានមុនគេប្រឆាំងនឹងខ្ញុំបើអ្នកចាញ់កុំជន់ចូលផ្ទះត្រកូលហ្វូទៀត យល់ព្រមវាជាការសន្យាម៉ាក់ជឿលើវាសនារនស្ទើរតែត្រូវរន្ទះបាញ់បើយើងអាក្រក់ដាក់បងថ្លៃវានឹងត្រឡប់មកវិញ100ដងយើងនឹងវិនាស អញ្ចឹងខ្ញុំនឹងទប់បន្តិចបើសុងរនកុហកតានាងនឹងត្រូវរន្ទះបាញ់ឬរាល់អំពើល្អឬអាក្រក់នឹងត្រឡប់មកវិញ100ដងនោះជាជំនឿអបិយជំនឿពេកហើយខ្ញុំមិនជឿទេឈប់និយាយទៅហេតុការណ៍ថ្ងៃនេះចម្លែកការដេញថ្លៃទេពធីតាសំណាងត្រូវបានផ្សព្វផ្សាយអស់ជាច្រើនខែហើយបើវាជាคล้ายវានឹងត្រូវបានបញ្ឈប់មុននេះអ្នកសម្រាប់ទៅខ្ញុំនឹងដោះស្រាយរឿងទុកឲ្យខ្ញុំមិនជឿរឿងសងសឹកនោះទេ តោះទៅហ្វូធីងលីមិនអីទេកុំខ្វល់ពីគេអីតោះទៅ អ្នកទៅលាងខ្លួនទៅ អត់ទេលោកគ្រូខ្ញុំថាការបំពេញព្រហ្មចារីនាំមកនៅសំណាងអាក្រក់មិនអាចបំពេញបានទេមិនអាចបំពេញបានទេ តើអ្នកកំពុងគិតអ្វី ខ្ញុំកំពុងគិតថាហេតុអ្វីអ្នកល្អចំពោះខ្ញុំម្លេះហេតុអ្វីអ្នកល្អចំពោះខ្ញុំម្លេះ មិនអីទេ ចាស់ពិតណាស់អ្នកជឿខ្ញុំហើយបដិសេធសុងយូរ៉ាន 15ឆ្នាំមុនតើអ្នកបានជួយសង្គ្រោះក្មេងប្រុសលងទឹកម្នាក់ឬ ក្មេងប្រុសលងទឹកនោះគឺអ្នកមែនទេសុំទោសអ្នកបន្តទៅ5ឆ្នាំមុនខ្ញុំស្រវឹងអ្នកបានជួយសង្គ្រោះខ្ញុំចាប់តាំងពីពេលនោះមកខ្ញុំមានអារម្មណ៍ថាអ្នកជាវាសនារបស់ខ្ញុំប៉ុន្តែថ្ងៃបន្ទាប់អ្នកដូចមនុស្សឈួត មិនឆ្ងល់ទេអញ្ចឹងតើអ្នកមានគម្រោងអរគុណអ្នកសង្គ្រោះជីវិតរបស់អ្នកដោយរបៀបណាមានតែប៉ុណ្្នឹងឬខ្ញុំមិនមែនជាមនុស្សចម្លែកទេ ខ្ញុំមានន័យថាជាមួយជីវិតរបស់ខ្ញុំបងមានបញ្ហាហើយវាជាបន្ទាន់អ្នកទាំងអស់គ្នារងចាំបន្តិចមានរឿងអីបងប្រុសទី2ជួបគ្រោះថ្នាក់ចរាចរណ៍ណានេះពិតជាសំណាងអាក្រក់ណាស់លោកម្ចាស់ចៅបានសុំឲ្យបើកទៅ ហ្វូធីងសៀវនិងសុងយូលូអហេតុអ្វីបានជាប្អូនប្រុសបើកឡានមានរឿងអីម៉ាក់ទាំងអស់នេះជាកំហុសរបស់គេខ្ញុំគ្រាន់តែចង់ទៅបើកឡានលេងគេបើកខុសផ្លូវចេញខ្ញុំហើយក្រឡាប់ឡានខ្ញុំបាក់ដៃអីគេតើអ្នកបើកបរយ៉ាងម៉េចបើដៃកូនប្រុសខ្ញុំខូចខ្ញុំមិនទុកអ្នកទេ ហេតុអ្វីគេមើលទៅធ្លាប់ស្គាល់ម្លេះ តើគេជាបរិសដែលនិយាយអាក្រក់ពីអ្នកក្នុងកម្មវិធីណាត់ជួបឬ អូអញ្ចឹងគឺគេមែនតើមានអ្វីកើតឡើងចំពោះមាត់របស់អ្នកខំអណ្ដាតនៅតែអាចនិយាយបានទេ គេមិនសូវធូរស្បើយទេកញ្ចក់មុខឡានរបស់គេបែកខ្ទេចអស់ហើយកាត់មាត់និងអណ្ដាតរបស់គេខ្ញុំគិតថាគេនឹងមិនអាចនិយាយបានទៀតទេបានទទួលអ្វីដែលគេសឹមនឹងទទួលបាន គេទៅតែនិយាយអាក្រក់ពីបងថ្លៃរបស់ខ្ញុំហើយឥឡូវអណ្ដាតរបស់គេបែបនេះអត់ទេ
តើការប្រព្រឹត្តអាក្រក់ចំពោះបងថ្លៃរបស់ខ្ញុំអាចនាំសំណាងអា ហើយ ក្រ បង ក់ ប្រុសនេះជាដៃដែលអ្នកវីបងថ្លៃរបស់អ្នកកាលពីព្រឹកមែនទេហាក់ដូចជាមែនតើពិតជាមានរឿងអាថ៌កំបាំងបែបនេះនៅក្នុងលោកនេះមែនឬចាំមើលថាអ្នកហ៊ានមើលងាយបងថ្លៃរបស់អ្នកទៀតឬអត់ ធ្វើអំពើល្អប្រយ័ត្នពាក្យសម្ដីហើយប្រុងប្រយ័ត្នលើផ្លូវ អ្នកជាអ្នកណាដែលមកបង្រៀនខ្ញុំមិនសមហេតុផលខ្ញុំនឹងសម្លាប់អ្នកលោកម្ចាស់ចៅប្រកាសជានឹងការពារគ្រួសារខ្ញុំប្រយ័ត្ន អ្នកប្រយ័ត្នអ្នកបាត់បង់លំនឹងមិនមែនជាកំហុសខ្ញុំទេ ពិតមែនឬចម្លែកគេមិនស្លាប់ទេមែនទេយើងបានធ្វើដើម្បីការពារខ្លួនបើគេស្លាប់គេសឹមនឹងទទួលបាន អូ ដៃរបស់អ្នកមិនអីទេ មិនអីទេធ្លាប់ហាត់ក្បាច់គុណនៅភ្នំពីមុនមកចំណែកគេវិញ គេនៅដកដង្ហើមគេប្រហែលជាសន្លប់ដោយសារបាត់បង់ឈាមគេបានធ្វើរឿងល្ងងខ្លៅហើយស្ទើរតែបាត់បង់ជីវិតបើសុំយូលូអរងរបួសនោះនឹងអាក្រក់ហើយយូលូអបើខ្ញុំធ្លាប់និយាយអ្វីដែលធ្វើឲ្យអ្នកអាក់អន់ចិត្តកុំយកវាទុកក្នុងចិត្តអីខ្ញុំមិនមានបំណងទេ អូមិនអីទេមិនក៏ខ្ញុំអាចខឹងបានម្យ៉ាងទៀតអ្នកមិនដែលនិយាយអ្វីធ្ងន់ធ្ងរទេមែនទេ ខ្ញុំសន្យាថាខ្ញុំនឹងមិនធ្វើទេបងថ្លៃសុំទោសខ្ញុំមិនមានបំណងបុកអ្នកកាលពីម្សិលមិញទេមិនប្រកាសថានាងនាំសំណាងទេប៉ុន្តែការប្រព្រឹត្តអាក្រក់ចំពោះនាងប្រកាសជានាំបញ្ហា មិនអីទេយ៉ាងណាក៏ដោយចាប់ពីពេលនេះទៅដៃរបស់អ្នកមិនអាចបុកខ្ញុំទៀតទេ តើអ្នកមិនគិតថាមានអ្វីចម្លែកបន្តិចទេថ្ងៃនេះ ចាស់វាចម្លែកអំពើល្អនាំមកនៅរង្វាន់អំពើអាក្រក់នាំមកនៅការដាក់ទទួលបាន នោះមិនមែនជាអ្វីដែលខ្ញុំចង់និយាយទេយើងបានទទួលពរជ័យពីទេពធីតាសំណាងគ្រួសារជាច្រើនចង់ចាប់ដៃគូជាមួយយើងត្រកូលហ្វូប៉ុន្តែមាននរណាម្នាក់អះអាងថាវាជាคล้ายៗហើយនិយាយថាបងប្រុសខ្ញុំបានបុកឡានខ្ញុំ មាននរណាម្នាក់ចិត្តណាកំណត់គោលដៅយើងឬ វាអាចទៅរួចតើអ្នកកំពុងរៀបចំផែនការអ្វី ពិនិត្យមើលវត្ថុអាក្រក់លើខ្លួនអ្នកហើយប្រញាប់ដោះវាចេញ ចុះយើងទាំងពីរដោះវាចេញយ៉ាងម៉េចដែរ ធីងសៀវខ្ញុំនឹងទៅជាមួយអ្នកទៅកិច្ចប្រជុំវិនិយោគនៅថ្ងៃស្អែក អូបន្តទៅមិននឹកស្មានថាកូនប្រុសមានអំណាចខ្លាំងបែបនេះទេហើយស្ត្រីត្រូវតែផ្ដួចផ្ដើមគំនិតនេះជាការអាម៉ាស់ អ្នកយកខុសហើយយើងគ្រាន់តែ ម៉ាក់មានរឿងអីការដេញថ្លៃវិនិយោគនៅថ្ងៃស្អែកនឹងកំណត់អនាគតរបស់ត្រកូលហ្វូជីខ្ញុំចង់ទៅជាមួយអ្នកមិនអីទេដល់ពេលដែលពួកគេត្រូវឃើញអំណាចពិតរបស់ត្រកូលហ្វូជីហើយយើងនឹងទៅបងស្រីមាន1លាននៅលើកាតនេះវិនិយោគតាមចិត្តវ៉ាបងថ្លៃមាន5លានដុល្លារនៅក្នុងកាតនេះវិនិយោគអ្វីក៏បានហើយទទួលបានការបញ្ចុះតម្លៃ100ខ្ញុំចង់មើលថាតើនាងពិតជាល្អដោយការអាងមែន6លានដុល្លារសម្រាប់ចំណាយតាមចិត្ត អញ្ចឹងខ្ញុំនឹងយកវាអរគុណ ធ្វើឲ្យយូលូអល់ពិបាកឬវាមិនងាយស្រួលក្នុងការវិនិយោគ វិនិ ទេ យោគវាមិនមែនគ្រាន់តែជាការដាក់លុយខ្លះទេ អីគេអ្នកមិនទាំងដឹងថាការប្រជុំវិនិយោគិនជាអ្វីផងតើអ្នកទាំងពីរខុបខិតគ្នាដើម្បីបោកលុយខ្ញុំឬនាងមិនខុសទេអ្នកដឹងទេភ្លាមបន្ទាប់ពីការវិនិយោគពួកគេនឹងប្រកាសពីការកើនឡើងតម្លៃគម្រោងនៅនឹងកន្លែង តើពួកគេកំពុងនិយាយអំពីអ្វីខ្ញុំមិនយល់មួយម៉ាត់ទេ វាដូចជាការទិញសម្បត្តិកោះអ្នកទិញសម្បត្តិកោះហើយប្រធានប្រាប់អ្នកថាអ្នកឈ្នះប៉ុន្មាន យ៉ាងណាក៏ដោយវាគ្រាន់តែជាការវិនិយោគតូចមួយទុកឲ្យខ្ញុំ រងចាំបន្តិច ម៉ាក់ជាបងស្រីយូលូអលើកនេះប៉ុន្មានថ្ងៃនេះអ្វីដែលបានកើតឡើងខ្ញុំពិតជាភ្ញាក់ផ្អើលបន្តិច ម៉ាក់មិនបានទិញអាគារអស់ជាង1ខែហើយនេះ50លានជួយវិនិយោគផង50លានម៉ាក់ពីមុនសម្រាប់គម្រោងលើសពី5លានខ្ញុំមិនអាចវិនិយោគបានទេឥឡូវអ្នក50លានយ៉ាងងាយស្រួលបែបនេះអ្នកលំអៀងពេកហើយឈប់និយាយទៅយកវាទៅ អរគុណម៉ាក់ បើការត្រឡប់មកវិញ100ដងនោះពិតត្រកូលហ្វូត្រូវបានសង្គ្រោះហើយលើកមុនក្មេងរននោះ
ការវិនិយោគ100ដងនេះគឺពិតប្រាកដណាស់គ្រួសារហ្វូត្រូវបាន លើក សង្ មុ គ្រោះ ន ហើ ក្មេ យ ងស្រីរ៉ូរ៉ានស្ទើរតែត្រូវរន្ទះបាញ់ជឿនាងទៅ ថ្ងៃនេះមនុស្សធំអន្តរជាតិជាច្រើនបានមកជួបជុំគ្នានៅទីនេះពីមុនអ្នកបានចាញ់គ្រួសារសុង 10,000 លានបើលើកនេះអ្នកមិនអាចរកមកវិញបានទេខ្ញុំគិតថាតំណែងជាប្រធានគ្រួសារសុងមិនចាំបាច់ទៀតទេ លោកតាលើកមុនខ្ញុំត្រូវបានសុងយូលូអាបោកប្រាស់ថ្ងៃនេះខ្ញុំនឹងធ្វើឲ្យគ្រួសារសុងរីកចម្រើន មនុស្សចាស់ល្ងងហ៊ានគំរាមខ្ញុំបើការវិនិយោគនេះជោគជ័យអ្នកនឹងត្រូវចុះចេញពីតំណែង លើកមុនគ្រួសារហ្វូបានធ្វើឲ្យយើងអាម៉ាស់មុខបើគេហ៊ានមកទៀតយើងនឹងបង្រៀនមេរៀនមួយត្រូវហើយនាងបានបោកប្រាស់គ្រួសារយើងអស់ 1000 លានខ្ញុំមិនដែលជួបនរណាម្នាក់ដែលគ្មានសិលធម៌និងគួរឲ្យស្អប់ខ្ពើមបែបនេះទេ គឺនាងលោកតាមិនឃើញមនុស្សបែបនេះរាល់ថ្ងៃទេលោកតាមិនឃើញមនុស្សបែបនេះរាល់ថ្ងៃទេលោកតាមនុស្សគួរឲ្យស្អប់ខ្ពើមនិងគ្មានសិលធម៌ខ្ញុំមិននៅក្បែរលោកតាជានិច្ចទេទ្រព្យសម្បត្តិរបស់លោកតានៅតែចាត់ទុកវាថាមានតម្លៃទេ សុងយូលូអាតើអ្នកចង់មានន័យយ៉ាង ក្មេង ណា ក្បត់តើអ្នកមិនបានធ្វើឲ្យគ្រួសារសុងអាម៉ាស់មុខគ្រប់គ្រាន់ទេអ្នកបានធ្វើឲ្យព្រះនៃសំណាងខឹងហើយនៅតែហ៊ានបង្កបញ្ហានៅទីនេះទៀតត្រូវហើយសូម្បីតែនៅក្នុងសន្និសីទវិនិយោគ 1000 លានដុល្លារថ្ងៃនេះក៏ប្រធានសភាពាណិជ្ជកម្មត្រូវតែបង្ហាញការគោរពចំពោះព្រះនៃសំណាងហ៊ានបង្ហាញខ្លួននៅពេលគ្រួសារហ្វូរបស់ខ្ញុំធ្វើអ្វីមួយតាំងពីពេលណាដែលអ្នកអាចរិះគន់បាន គ្រួសារហ្វូមិនដូចពីមុនទេហើយខ្ញុំឮថាព្រះនៃសំណាងពិតប្រាកដនឹងមកដល់ថ្ងៃនេះយើងនឹងមើលថាតើអ្នកនៅតែអាចការពារនាងបានទេពេលនោះ អ្នកក្បត់ខ្ញុំបានរៀបចំអ្វីគ្រប់យ៉ាងរួចរាល់ហើយត្រៀមខ្លួនឡើងឋានៈហើយអ្នកហ៊ានហៅខ្ញុំថាជាអ្នកក្លែងបន្លំហើយអ្នកបានព្យាយាមមិនគោរពកូនសិស្សរបស់ខ្ញុំឃើញថាអ្នកធុញទ្រាន់នឹងការរស់នៅហើយអ្នកណាមកក៏ដោយអាចការពារនាងបាន ជំនាញមិនអស្ចារ្យឲ្យដូចខ្ញុំទេអូរ៉ានៅទីនេះកាន់តែខ្លាំងជាងខ្ញុំទៅទៀតមិនឆ្ងល់ទេគេជាមនុស្សរបស់ខ្ញុំ ចុះបើអ្នកអាចការពារបានកិច្ចប្រជុំវិនិយោគថ្ងៃនេះតាក់ទងនឹងការអភិវឌ្ឍគ្រួសារសម្រាប់រយៈពេល20ឆ្នាំនៅពេលគ្រួសារសុងឡើងដល់កំពូល អ្នកនឹងអាចមើលមកយើងពីភក់តែប៉ុណ្ណោះ Voting Sieve ដោយពិចារណាលើអាកប្បកិរិយាធម្មតារបស់អ្នកគឺសមរម្យខ្ញុំនឹងឲ្យឱកាសចុងក្រោយមួយបើអ្នកកាត់ផ្តាច់ទំនាក់ទំនងជាមួយគ្រួសារ Fo ឥឡូវនេះខ្ញុំអាចឲ្យអ្នកធ្វើការឲ្យខ្ញុំដូចឆ្កែ សុងរូរ៉ានមិនក៏អ្នកនិយាយបែបនេះ សុំទោសស្ទើរតែភ្លេចអ្នកហើយបើអ្នកលែងលះលោក Fo ឥឡូវនេះខ្ញុំអាចផ្ដល់ការងារឲ្យអ្នកជាអ្នកបម្រើនៅកន្លែងខ្ញុំ អ្នកទៅឆ្ងាយពេកហើយតើអ្នកចង់នៅជាមួយ Thing Sieve ដែរឬ ខ្ញុំចង់ប៉ុន្តែប៉ុន្មានឆ្នាំនេះអ្នកមិនបានជួយអ្វីតតែសោះខ្ញុំអាចពឹងផ្អែកលើអ្នកសម្រាប់អ្វីបាននៅពេលគ្រួសារសុងរបស់ខ្ញុំក្លាយជាគ្រួសារកំពូលខ្ញុំនឹងធ្វើឲ្យ Voting Sieve លុតជង្គង់ខ្ញុំឲ្យគេរៀបការចូល អ្នកជាមនុស្សស្រីកំណាច Thing Sieve មិនរៀបការជាមួយអ្នកគឺត្រូវហើយ Voting Sieve តើខ្ញុំធ្លាប់លុតជង្គង់ចំពោះអ្នកណាទេគឺអ្នកដទៃទេដែលលុតជង្គង់ចំពោះខ្ញុំបើគេមិនគោរពគ្រួសារខ្ញុំទៀតប្រយ័ត្នខ្លួនទៅ ល្អហើយខ្ញុំមិនអាចរងចាំមើលពេលដែលអ្នកគ្មានអ្វីសោះទៀតទេមើលថាអ្នកក្រអឺតក្រទុំប៉ុណ្ណា បង ពេល ស្រី នោះ បង្ហាញពណ៌ពិតរបស់អ្នកលឿនពេកហើយនោះអាក្រក់ណាស់ខ្ញុំជឿជាក់ខ្ញុំមិនចាំបាច់ខ្លែងបន្លំសម្រាប់អ្នកទៀតទេមើលឲ្យច្បាស់ទៅ នេះជាអ្វី ពន្លឺនេះគ្រាន់តែឈរនៅក្នុងវាក៏មានអារម្មណ៍ស្រស់ស្រាយណាស់ដែរនេះគឺជាវត្ថុស័ក្តិសិទ្ធិរបស់សំណាង នេះនាំមកនៅសំណាងល្អវាជាវត្ថុបុរាណដែលមិនអាចខាត់ថ្លៃបានផ្លែឈើស្ករគ្រាប់នោះគ្មានតម្លៃទេវាអាចជាគ្រឿងនាំសំណាងបាន នេះជារបស់ពិត នេះជាវត្ថុបុរាណពិតប្រាកដតើអ្នកបានទទួលពរជ័យពីព្រះនៃសំណាងឬតើវាបានកើតឡើងនៅពេលណាហេតុអ្វីមិនប្រាប់លោកតា ចង់ធ្វើឲ្យលោកតាភ្ញាក់ផ្អើលលើកមុនព្រះនៃសំណាងបានលើថាខ្ញុំត្រូវបានគេបោកប្រាស់អស់ 1000 លានក៏មានអារម្មណ៍សោកស្ដាយហើយបានផ្ដល់គ្រឿងនាំសំណាងនេះឲ្យខ្ញុំហើយសន្យាថានឹងប្រទានពរដល់គ្រួសារសុងរបស់យើងរយៈពេល100ឆ្នាំ ខ្ញុំមិនជឿថាអ្នកអាចធ្វើបែបនេះបានទេបងស្រីរូរ៉ានត្រឡប់មកវិញកុំក្រអឺតក្រទំពេកគ្រាន់តែដោយសារអ្នកមានថានាងល្អប៉ុណ្ណាទេគ្មានហេតុផលណាដែលត្រូវមិនគោរពគ្រួសារហ្វូរបស់យើងទេចង់និយាយអ្វីទៀតទៅនាងកុំភ្លេចកាលពីយប់មិញអ្នកបានដាក់បងថ្លៃរបស់អ្នកឲ្យមានគ្រោះថ្នាក់បានហើយខ្ញុំនឹងមិនព្យាយាមផ្គប់ចិត្តនាងទៀតទេ ព្យាយាមផ្គប់ចិត្តយឺតពេលហើយ
ខ្ញុំសូមរੂរ៉ានរក្សាពាក្យសម្ដីរបស់ខ្ញុំសូមប្រកាសថាអ្នកណាក៏ដោយដែលធ្វើការជាមួយគ្រួសារសុងថ្ងៃនេះខ្ញុំនឹងប្រទានពរដល់ពួកគេជាមួយនឹងភាពរុងរឿងមួយសតវត្សប៉ុន្តែអ្នកណាក៏ដោយដែលធ្វើការជាមួយគ្រួសារហ្វូខ្ញុំនឹងក្លាយជាស្ត្រូវរបស់គេជារៀងរហូត គ្រួសារសុងបានទទួលការការពារពីសំណាក់គេប្រកាសជានឹងឡើងដល់កំពូល នៅពេលកិច្ចប្រជុំវិនិយោគចាប់ផ្ដើមអ្វីក៏ដោយដែលលោកសុងវិនិយោគយើងនឹងគ្រប់គ្រងដល់ទីបញ្ចប់ យើងវិនិច្ឆ័យហើយគ្រួសារហ្វូឥឡូវនេះជាគោលដៅសម្រាប់មនុស្សតើយើងអាចរស់រានមានជីវិតដោយរបៀបណាតើអ្នកខ្លាចអ្វីបើគ្មានអ្នកណាម្នាក់ធ្វើការជាមួយយើងទេយើងនឹងរកនាំដើមនៃអ្វីទាំងអស់ អ្នកមានមហិច្ឆតាខ្ញុំគ្រប់គ្រងអ្នក សូមមនុស្សគ្រប់គ្នាស្ងាត់ស្ងៀមសន្និសីទវិនិយោគថ្ងៃនេះមានគម្រោងជាង 1000 ប៉ុន្តែគ្រួសារនីមួយអាចវិនិយោគបានតែ3ប៉ុណ្ណោះ នៅពេលដែលគ្រួសារទាំងអស់បានជ្រើសរើសចំនួនវិនិយោគនិងគម្រោងរបស់ពួកគេការវិតម្លៃគម្រោងនឹងត្រូវបានបង្ហាញឥឡូវនេះសន្និសីទវិនិយោគចាប់ផ្ដើមជាផ្លូវការហើយ បងស្រីតើអ្នកមានគម្រោងវិនិយោគ1 លានរបស់ខ្ញុំទៅលើអ្វីតើពិធីករទើបតែនិយាយអ្វីខ្ញុំមិនសូវយល់ទេ ហេតើពិធីករទើបតែនិយាយអ្វីខ្ញុំមិនសូវយល់ទេ មនុស្សល្ងងអីចឹងមិនអាចយល់ពីច្បាប់ផងអ្នកមិនមានគម្រោងឲ្យនាងគ្រប់គ្រងការវិនិយោគរបស់អ្នកទេ តាមពិតយើងទាំងអស់គ្នាបានសម្រេចចិត្តឲ្យនាងវិនិយោគ អ្វីគ្រួសារហ្វូមានគម្រោងភ្នាល់អ្វីទាំងអស់ហើយឲ្យមនុស្សនាំសំណាងអាក្រក់សម្រាប់ជោគវាសនារបស់អ្នក មានតែមនុស្សដូចរੂរ៉ានដែលជាទេពកោសល្យផ្នែកធុរកិច្ចនិងជាអ្នកដែលបានជ្រើសរើសដែលត្រូវបានប្រទានពរដោយព្រះនៃសំណាងទើបអាចសម្រេចជោគវាសនារបស់គ្រួសារបានមនុស្សដូចនាងហឹមនាងមិនសមនឹងទទួលបានមួយកាក់ពីគ្រួសារសុងផងយូលូអាអាចខ្វះជំនាញធុរកិច្ចប៉ុន្តែនាងជាគ្រឿងនាំសំណាងរបស់យើងជ្រើសរើសគម្រោងនាងសម្រេចចិត្តថាតើយើងវិនិយោគឬអត់អ្នកខាងក្រៅមើលឃើញច្បាស់ជាងអ្នកខាងក្នុង នោះជារឿងមិនសមហេតុផងមិនឆ្ងល់ទេគ្រួសារហ្វូធ្លាក់ចុះការជ្រើសរើសមនុស្សដែលល្ងងខ្លៅដោយសារស្នេហាដូចអ្នកជាប្រធានគឺអស់សង្ឃឹមហើយចុះសំណើរបស់ខ្ញុំវិញគិតឲ្យបានល្អការខ្លាយជាសត្វចិញ្ចឹមរបស់ខ្ញុំមានអត្ថប្រយោជន៍របស់វាកាបូបដែលអ្នកចូលចិត្តខ្ញុំនឹងទិញវាឲ្យអ្នក ខ្ញុំមិនមែនជាសត្វចិញ្ចឹមរបស់អ្នកណាទេ វិនិយោគ1 លានរបស់បងថ្លៃខ្ញុំជឿអ្នក អូខេ ទាំងនេះជាគម្រោងម៉ូដល្អពួកគេអាចខ្លាយជាការពេញនិយមនាពេលអនាគត ហឹមខ្ញុំនឹងជ្រើសរើសមួយនេះខ្ញុំនឹងប្រើ1 លានដែលមេងយូឲ្យខ្ញុំហើយវិនិយោគលើនេះគួរឲ្យអាណិតណាស់នាងជ្រើសរើសរបស់ថោកបងថ្លៃតើអ្នកប្រកាសថាមិនចង់ពិចារណាឡើងវិញទេបាទ អ្នកនៅជនបទយូរពេកហើយរសនិយមរបស់អ្នកគឺដូចពួកអ្នកស្រ័យថ្នាក់ទាបទាំងនោះការជ្រើសរើសគំនិតប្រណីតថោកគឺគួរឲ្យអស់សំណើច ហាហារសនិយមអន់ប៉ុណ្ណាទំនិញប្រណីតថោកនោះជាទំនិញប្រណីតឬវាដូចជាសម្រាមទៅវិញទេការជ្រើសរើសគំនិតប្រណីតកម្ពុជាបែបសាមញ្ញ មួយនេះបង្ហាញពីសក្តានុពល មួយនេះ វ៉ាវមួយនេះមើលទៅមានសក្តានុពល ទំនិញប្រណីតគួរតែមានតម្លៃថ្លៃខ្លាំងណាស់ដូច្នេះពួកអ្នកនៅបាត់គេមិនអាចទិញបានទេសូម្បីតែមើលក៏មិនបានដែរ ប្រណិតវាគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះនៅក្នុងយុគសម័យនៃការចំណាយសមហេតុផលនិងវិបត្តិសេដ្ឋកិច្ចនេះការជ្រើសរើសរបស់ថោកប៉ុន្តែមានប្រយោជន៍គឺជាអ្វីដែលមនុស្សត្រូវការ ល្អហើយខ្ញុំជឿអ្នកខ្ញុំនឹងចូលរួមជាមួយ1 លាននេះ អ្នកទាំងអស់គ្នាជឿជាក់ណាស់ភ្នាល់ជាមួយខ្ញុំទេ បងស្រីអ្នកចូលចិត្តលេងល្បែងប៉ុន្តែស្អប់ការចាញ់លើកមុនអ្នកបាននិយាយថាបើអ្នកចាញ់អ្នកនឹងលុតជង្គង់សុំទោសនៅតែរងចាំ ការភ្នាល់មិនសប្បាយទេយើងនឹងមិនធ្វើវាទេ លើកមុនអ្នកបានបោកប្រាស់លើកនេះយើងអាចចុះកិច្ចសន្យាបាន អញ្ចឹងតើអ្នកចង់ភ្នាល់ដោយរបៀបណា ថាគម្រោងរបស់អ្នកណាមានតម្លៃជាងអ្នកចាញ់ឲ្យ100 លានហើយព្រុសដូចឆ្កែ3ដងហ៊ានទេ ការវិនិយោគរបស់បងថ្លៃគុណនឹង100 ដងមិនបានបរាជ័យទេមួយនេះបរាជ័យបានទេមែនទេខ្ញុំនឹងភ្នាល់ជាមួយអ្នក មេងយូអ្នកទើបតែចុះហត្ថលេខាដោយមិនបានមើលផង ខ្ញុំភ្លេចខ្លួនខ្ញុំមិនអាចឲ្យបងថ្លៃព្រុសដូចឆ្កែបានទេ អូហាអ្នកការពារណាស់មិនយូរប៉ុន្មានអ្នកនឹងឃើញថាការជ្រើសរើសរបស់អ្នកល្ងងខ្លៅប៉ុណ្ណា ពិធីករខ្ញុំនឹងវិនិយោគ10 លានមើលទៅជំរឿសរបស់អ្នកល្ងងខ្លៅប៉ុណ្ណា
ខ្ញុំនឹងវិនិយោគ10លានដុល្លារលើគម្រោងនេះឥឡូវនេះសូមបង្ហាញពីការវិតម្លៃនៃគម្រោងទាំងពីរនេះដូចដែលខ្ញុំបាននិយាយពីមុនយើងអាចបង្ហាញវាបានតែនៅពេលដែលគ្រួសារទាំងអស់បានធ្វើការជ្រើសរើសរបស់ពួកគេ អ្នកមិនចូលរួមទេអ្នកមិនចូលរួមទេចូលរួមខ្ញុំពិតជាចង់ចូលរួមបាទពិតជាចូលរួមគម្រោងដែលជ្រើសរើសដោយអ្នកសំណាងគឺប្រកាសជានឹងជោគជ័យវាអាចនឹងនាំមកនូវប្រាក់ចំណេញរាប់ពាន់ដងឬច្រើនជាងនេះខ្ញុំនឹងវិនិយោគ20លានដុល្លារ យើងក៏ចូលរួមដែរ ឃើញទេគ្រួសារជាច្រើនគ្មាននរណាម្នាក់ដូចគ្រួសារអ្នកទេមានន័យថាអ្នកត្រូវវិនិច្ឆ័យហើយ តើយើងអាចប្រកាសវាឥឡូវនេះបានទេខ្ញុំសូមប្រកាសជាផ្លូវការនៅការវិតម្លៃនៃគម្រោងដេញថ្លៃដំបូងនៅយប់នេះការវិតម្លៃសម្រាប់គំនិតផ្ដាច់មុខដែលជ្រើសរើសដោយគ្រួសារសុងក្នុងចំណោមគ្រួសារកម្ពុជាគឺ3លានដុល្លារថាវិការណាមួយដែលលើសពី3លានដុល្លារនឹងត្រូវបញ្ចូលទៅក្នុងមូលនិធិរបស់សភាពាណិជ្ជកម្មដើម្បីអភិវឌ្ឍគម្រោងកាន់តែប្រសើរ តែ3លានដុល្លារតើនេះមានន័យថាយើងខាតបង់មែនទេវិនិយោគ10លានដុល្លារខាត7លានដុល្លារតើអ្នកចង់បានអ្វីអ្នកកំពុងធ្វើឲ្យប្រកាសថាគ្មាននរណាម្នាក់រកលុយបានទេមែនទេ បាទតើអ្នកចង់មានន័យយ៉ាងណាយើងបានវិនិយោគរាប់រយលានដុល្លារ បាទ ខ្ញុំនឹងខាតបង់លើកនេះមិនមែនមួយកាក់ទេប៉ុន្តែខ្ញុំជឿថាការវិតម្លៃរបស់ពួកគេនឹងទាបជាងនេះប្រហែលជាតិចជាង1សែនដុល្លារ កុំភ្លេចររ៉ាន់របស់យើងនាងជាអ្នកសំណាងនាងគ្មានអ្វីទេគ្រូសាហ្វូបានជ្រើសរើសគំនិតប្រណិតដែលមានតម្លៃសមរម្យដែលមានតម្លៃ100លានដុល្លារហើយវាត្រូវបានគេរំពឹងថានឹងកើនឡើង100ដងនៅឆ្នាំក្រោយវ៉ា100លានដុល្លារសូមអបអរសាទរដល់ក្រុមហ្វូដែលបានធានាគម្រោងនេះដែលមានតម្លៃ100លានដុល្លារជាមួយនឹងការវិនិយោគបន្ថែមពីសភាពាណិជ្ជកម្ម100លានដុល្លារឆ្នាំនេះនិង100ដងនៅឆ្នាំក្រោយតើនេះមិនមែនជាការកើនឡើង10,000ដងសម្រាប់1លានទេ តើវាអាចទៅរួចដោយរបៀបណាតើគម្រោងនេះអាចមានការវិតម្លៃខ្ពស់បែបនេះដោយរបៀបណាការវិនិយោគបន្តវិនិយោគ10,000លានដុល្លារទៀតនៅឆ្នាំក្រោយនោះជាប្រាក់ចំណេញ10,000ដងពួកគេជាអ្នករកបានរាប់រយឬរាប់ពាន់បងស្រីយើងឈ្នះហើយខ្ញុំមិនចាំបាច់ព្រោះទៀតទេខ្ញុំមិនយល់ពីគម្រោងនេះទេអ្នកគួរតែគ្រប់គ្រងវា វ៉ាវស្រឡាញ់អ្នកបងថ្លៃស្រីជ្រើសរើសកាបូបមួយមកខ្ញុំនឹងបង់លុយឲ្យខ្ញុំគិតថាយើងបានធ្វើការជ្រើសរើសត្រឹមត្រូវហើយ មនុស្សមួយចំនួនសុកចិត្តចាញ់ភ្នាល់ អ្នកកំពុងព្រុសដូចឆ្កែមែនទេ 3ដង យ៉ាងម៉េចហើយសុកចិត្តចាញ់ទេ ហ្វូមីងយីខ្ញុំមិនបានធ្វើអាក្រក់ដាក់អ្នកពីមុនទេមែនទេបំភ្លេចវាទៅបើយើងចាញ់តើអ្នកនឹងអនុញ្ញាតឲ្យយើងទេ អ្នកគ្រាន់តែចង់ឲ្យយើងចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រោះអ្នកខ្លាចយើងនឹងបោកប្រាស់មែន ហើយ ទេ តើអ្នកកំពុងរៀបចំផែនការបោកប្រាស់ទៀតហើយឬអូហូហាក់ដូចជាភាពស្មោះត្រង់របស់គ្រួសារសុងមិនសូវល្អទេអ្នកណាក៏ដោយដែលគិតចង់ធ្វើអាជីវកម្មជាមួយនាងគួរតែពិចារណាឡើងវិញ ពិតប្រាកដណាស់ហើយអ្នកអះអាងថាជាកូនប្រុសសំណាងចរិតលក្ខណៈនិងសំណាងរបស់អ្នកមិនគួរឲ្យចាប់អារម្មណ៍សម្រាប់ខ្ញុំទេ ព្រុសដូចឆ្កែអូលោកតាសូមជួយខ្ញុំផង ភ្នាល់គឺភ្នាល់ធ្វើវាទៅកេរ្តិ៍ឈ្មោះគ្រួសារសុងមិនអាចប្រឡាក់ប្រឡូកបានទេ ព្រុសដូចឆ្កែ Woof ខ្ញុំនឹងសងសឹកការអាម៉ាស់ថ្ងៃនេះ1000ដង នៅមាន1000លានដុល្លារទៀតជាសំណង នេះ1000លាន លានរបស់ប្អូនស្រីគុណនឹង100ដងប្រហែលជាច្រើនជាងនេះទៀតតើនាងពិតជាអាចផ្ដល់ផលចំណេញ100ដងបានទេអូព្រះអើយបងស្រីយក5លានរបស់ខ្ញុំទៅវិនិយោគរកគម្រោងមួយខ្ញុំចង់បើកឡានទំនើបរស់នៅឲ្យសប្បាយក ុំបើកបតទ្វេសប្រហែសឬលឿនពេកនៅពេលអនាគត បានហើយខ្ញុំនឹងមិនបើកបរទ្វេសប្រហែសទេមិនលឿនទេឥឡូវនេះជ្រើសរើសមួយទៅបងស្រីបងប្រុសជួយបងស្រីជ្រើសរើសគម្រោងល្អមួយបើយើងឈ្នះការដេញថ្លៃនេះខ្ញុំនឹងចាត់ទុកនាងដូចជាគ្រួសារដោយការគោរពបំផុតអ្នកនិយាយអ្វីហេម៉ាក់ដូចជាការគោរពព្រះនៃទ្រព្យសម្បត្តិ ភ្នាល់ជាមួយអ្នកទៀតហ៊ានទទួលយកការប្រកួតប្រជែងទេ ដោយសារអ្នកបានទទួលស្គាល់ការបរាជ័យដោយសេចក្តីថ្លៃថ្នូរខ្ញុំនឹងលេងជាមួយអ្នកណាចាញ់ត្រូវឲ្យ10,000លានដុល្លារហើយត្រូវទះ3កំភ្លៀងហ៊ានឬមិនហ៊ាន អ្នកបានគ្រប់គ្រាន់ហើយឬនៅនេះជាសម័យគុំធុរកិច្ចលំដាប់ពិភពលោកការព្រុសដូចឆ្កែគឺគ្រប់គ្រាន់ហើយសម្រាប់ការអាម៉ាស់បើយើងត្រូវគេទះតើគ្រួសារសុងរបស់យើងនឹងលើកមុខបានដោយរបៀបណា
លោកតាខ្ញុំនឹងមិនចាញ់លើកនេះទេវិស័យរថយន្តគឺជាជំនាញរបស់ខ្ញុំ ហ៊ានចុះហត្ថលេខាទេ 10,000 លាននោះគឺ200ដងនៃ5លានតើវាអាចទៅរួចទេមានតម្លៃច្រើនជាងនេះទៅទៀតខ្ញុំនឹងភ្នាល់ជាមួយអ្នក ហេតើអ្នកខ្លាចជាមនុស្សល្អតាំងពីពេលណា អូនស្រីតូចនេះកំពុងដឹកនាំដោយគំរូខ្ញុំមិនអាចឲ្យបងថ្លៃស្រីរបស់ខ្ញុំរងទុក្ខបានទេ បងប្រុសល្ងងរបស់ខ្ញុំទីបំផុតអ្នកបានធ្វើអ្វីដែលឆ្លាតវៃខ្ញុំនឹងជ្រើសរើសមួយនេះ អូវ៉ាវនាងបានជ្រើសរើសវាប្រកាសជាគំនិតដែលមានសិទ្ធិអំណាចបំផុតនិងទំនើបបំផុតអនុញ្ញាតឲ្យខ្ញុំមើលអាគុយ solid state តើអ្នកជ្រើសរើសខុសហើយឬយើងកំពុងជ្រើសរើសគំនិតរថយន្តហេតុអ្វីបានជាអ្នកជ្រើសរើសអាគុយ នាងគ្រាន់តែសំណាងការពីលើកមុនអ្នកគិតថានាងមានចក្ខុវិស័យឬទស្សនវិស័យគួរឲ្យអស់សំណើច គំនិតនេះមិនទាន់ពេញវ័យតតែសោះវាមិនជួយដល់ឧស្សាហកម្មរថយន្តទេ យើងប្រកាសជានឹងឈ្នះលើកនេះខ្ញុំបានជ្រើសរើសគំនិតរថយន្ត Hyper មានតែរថយន្តប្រណិតបែបនេះទេដែលផលិតរបស់របរសិទ្ធិប្រយោជន៍ផ្សេងទៀតទាំងអស់គឺសម្រាប់តែមនុស្សដូចអ្នកធ្វើដំណើរទៅមកប៉ុណ្ណោះ អូសូមេតាបើអ្នកមិនបានលួចអត្តសញ្ញាណរបស់ខ្ញុំដើម្បីក្លាយជាអ្នកស្នងរបស់គ្រួសារសុងទេអ្នកនឹងមិនមើលមានការខិតខំប្រឹងប្រែងរបស់អ្នកអតីតទេអ្នកនឹងមិនរស់នៅបានល្អបែបនេះទេមានបញ្ហាអ្វីពួកវាជាមិត្តភាពបរិស្ថាននិងប្រើប្រាស់បានយូរ អ្នកនិយាយត្រូវខ្ញុំក៏ចូលចិត្តគម្រោងនេះដែរខ្ញុំនឹងបន្ថែម10លានដុល្លារចូលចិត្តគម្រោងនេះបន្ថែម10លានដុល្លារ ខ្ញុំមិននឹកស្មានថាលោកហ្វូមានការវិនិច្ឆ័យមិនល្អបែបនេះទេខ្ញុំគិតថាគ្រួសារធំនឹងមិនមានការវិនិច្ឆ័យមិនល្អបែបនេះទេមែនទេខ្ញុំនឹងវិនិយោគ 1000 លានដុល្លារ អញ្ចឹងខ្ញុំនឹងជឿជាក់លើកញ្ញាសុងម្ដងទៀតលើកនេះខ្ញុំនឹងវិនិយោគ1លានដុល្លារបន្ទាប់មកខ្ញុំនឹងបន្ថែម1លានទៀត យើងក៏នឹងចូលរួមដែរខ្ញុំនឹងបន្ថែម500,000 ដុល្លារ ម្ចាស់ផ្ទះសូមប្រកាសលទ្ធផលគំនិតរថយន្ត Hyper Car មានតម្លៃ500លានដុល្លារ នេះ តើនាងកំពុងជ្រើសរើសអ្វីតើវាអាចដំណើរការបានឬអត់ 500 លានដុល្លារសម្រាប់គំនិតអនាគតហេតុអ្វី អ្នកគិតថាវាជាអនាគត គ្មានផ្លូវទេការវិតម្លៃរបស់ពួកគេទំនងជាទាបជា គ ង ំនិតអាគុយ Solid State មានតម្លៃ2000លានដុល្លាររំពឹងថានឹងកើនឡើង100ដងក្នុងរយៈពេល3ឆ្នាំនាងបានវិនិយោគ20លានដុល្លាររកបាន2000លានរួចហើយ វាជាអាគុយតើវាអាចមានតម្លៃច្រើនយ៉ាងណាអ្នកហៅថាសំណាងមែនទេនោះមិនអាចជាការពិតទេគម្រោងទាំងពីរដែលនាងបានជ្រើសរើសបានកើនឡើង100ដង ឥឡូវខ្ញុំចាំបានហើយលើកមុនយើងបានសាកល្បងថ្មសំណាងរបស់នាងហើយពិន្ទុសំណាងរបស់នាងគឺលើសពី1លានប្រហែលជានាងជាមនុស្សពិតហេសុងសងវិញសងវិញ សងវិញសងវិញសងវិញ ហេតុអ្វីត្រូវបារម្ភខ្ញុំនឹងធ្វើឲ្យប្រកាសថាយើងចំណេញលើការបោះឆ្នោតចុងក្រោយយើងនឹងជ្រើសរើសទីផ្សារ 1000 លានដុល្លារ អ្នកនិយាយត្រូវទោះបីជាយើងបរាជ័យពីរដងក៏ដោយនោះក៏ជាវិធីរបស់រ៉ូរ៉ាន់ដើម្បីស្វែងរកអ្នកណាជាដៃគូដែលស្មោះត្រង់បំផុតគួរឲ្យទុកចិត្តបំផុត នោះហើយជាមូលហេតុដែលលោកការស្រមើស្រមៃរបស់អ្នកធ្វើឲ្យខ្ញុំតែឥឡូវនេះក៏ការពារនាងដែរ សំបីតែលោកតាខ្ញុំបានកត់សម្គាល់ឃើញថាសំណាងរបស់រ៉ូរ៉ាន់មិនល្អដូចបងថ្លៃស្រីទេបងស្រីរ៉ូរ៉ាន់បងស្រីរ៉ូរ៉ាន់មិនដល់ពេលដោះស្រាយការភ្នាល់តូចរបស់យើងពីមុនទេ តើអ្នកគិតថាអ្នកជានរណាដែលព្យាយាមតែអ្នកគ្រាន់តែជាអ្នកបម្រើប៉ុណ្ណោះ បងស្រីរ៉ូរ៉ាន់ខ្ញុំគ្រាន់តែចង់បាន1000លានរបស់ខ្ញុំមិនដែលនិយាយថាខ្ញុំចង់វាអ្នកទេ តើអ្នកមានតម្លៃគ្រប់គ្រាន់ដើម្បីសម្លុយទេមើលគ្រួសារអ្នកទាំងមូលគ្រាន់តែជាមនុស្សថោកទាបមួយក្រុមហេតុអ្វីបានជាអ្នកបន្តចាត់ទុកមនុស្សអាក្រក់នេះខ្ញុំនឹងបង់លុយឲ្យអ្នកនៅពេលខ្ញុំមានអារម្មណ៍ល្អ ត្រូវហើយកុំភ្លេចថាគ្រួសារហ្វូរបស់អ្នកនៅតែមាន20នៃភាគហ៊ុនជាមួយយើងតោះមើលអ្នកណាហ៊ានប៉ះរ៉ូរ៉ាន់នៅលើនេះ អនុញ្ញាតឲ្យខ្ញុំធ្វើវាអនុញ្ញាតឲ្យខ្ញុំធ្វើវា ម៉ាក់តើអ្នកទាំងអស់គ្នាកំពុងតម្រង់ជួរដើម្បីផ្ទះទេ អ្នកទាំងអស់គ្នាបានឆ្លងកាត់ក្នុងរង្វង់ធុរកិច្ចនេះគ្រួសារកម្ពុជាគោរពខ្ញុំជាអ្នកដែលបានជ្រើសរើសប៉ះពាល់ខ្ញុំហើយសំណាងនឹងមិនអត់ទោសឲ្យអ្នកទេអនុញ្ញាតឲ្យខ្ញុំធ្វើវាអ្នកហ៊ានវាយកូនប្រុសខ្ញុំហើយបោកប្រាស់ខ្ញុំយូរណាស់ជាមួយនឹងសំណាងអាក្រក់បែបនេះអ្នកនៅតែធ្វើពុតនៅទីនេះត្រូវបង្រៀនអ្នកនៅថ្ងៃនេះអ្នកចាស់ល្ងងហ៊ានយ៉ាងម៉េចការតេះនេះគឺសម្រាប់ការមិនគោរពចាស់ទុំរបស់អ្នកការតេះនេះ
ការទះមួយនេះគឺសម្រាប់អ្នកដែលមិនគោរពចាស់ទុំការទះគឺសម្រាប់អ្នកដែលឆ្មើងឆ្មៃការទះមួយនេះនឹងបង្រៀនមេរៀនដល់អ្នក គាំទ្រគ្រួសារហ្វូអស់រយៈពេល5ឆ្នាំហើយសង្គមវិញដោយការមិនដឹងគុណមែនទេមិនដឹងគុណ យូលូអាគឺត្រឹមត្រូវអ្នកបាននៅក្នុងផ្ទះខ្ញុំ5ឆ្នាំហើយគ្រួសារខ្ញុំអត់សំណាងខ្ញុំពលអាហារពីសណ្ដែកអ្វីបានប្រសើរឡើងបន្ទាប់ពីយូលូអាមកដល់ហាក់ដូចជាអ្នកជាមនុស្សនាំសំណាងអាក្រក់មិនសមហេតុផលប៉ុន្មានឆ្នាំនេះគ្រួសារសុងបានរីកចម្រើនដោយសាររ៉ូរ៉ាន វាជាសំណាងអាក្រក់របស់គ្រួសារអ្នកបើមិនមែនជាជំនួយរបស់ខ្ញុំទេគ្រួសារហ្វូរបស់អ្នកនឹងបាត់បង់យូរហើយកុំភ្លេចខ្ញុំជាកូននៃសំណាងកូននៃសំណាងអ្នកដូចជាក្មេងរពឹសទៅវិញទេខ្ញុំមិនដែលឃើញអ្នកមានសំណាងច្រើនទេឬក៏មានអ្វីខុសជាមួយព្រះរបស់អ្នក អ្នកណាហ៊ានចំអកអំណាចទេវៈអ្នកណាហ៊ានចំអកអំណាចទេវៈ ព្រះនៃសំណាងនៅទីនេះហើយនេះជាព្រះនៃសំណាងមែនទេ គាត់មែនគាត់ជាព្រះនៃសំណាងដែលអ្នករាល់គ្នាគោរពពីវីដេអូ ខ្ញុំមិនជឿថាខ្ញុំបានឃើញគាត់ផ្ទាល់ទេតែនេះជាការពិតមែនទេ ពិតណាស់វាជាការពិតអ្នកបានធ្វើបាបរ៉ូរ៉ានរៀបចំសម្រាប់ការបំផ្លាញអ្នកណាទើបតែនិយាយថាខ្ញុំគ្មានប្រយោជន៍រីកាព្រះនៃសំណាង គឺនាងសុងយូលូអាតើអ្នកចូលមកឬអត់អ្នកបានដើររង្វង់នៅទីនេះមានអ្វីមួយមិនប្រក្រតីប្លង់នៅទីនេះមានអារម្មណ៍ចម្លែកព្រះនៃសំណាងជាទីគោរពនាងអាចមានត្រកូលសុងប៉ុន្តែនាងគ្មានអ្វីពាក់ព័ន្ធនឹងគ្រួសារសុងរបស់យើងទេសូមកុំចាត់ទុកយើងជាអ្នកទទួលខុសត្រូវសុងយូលូអាមែនទេខ្ញុំកំពុងផ្ដល់ឱកាសឲ្យអ្នកគេចផុតពីសំណាងអាក្រក់និងរស់រានមានជីវិតគាត់ហើយរៀបការជាមួយខ្ញុំ ស្អី លេងញ៉េះគាត់ហើយរៀបការជាមួយខ្ញុំ ស្អីមិនក៏អ្នកគិតបែបនេះហេតុអ្វីរៀបការជាមួយគាត់ខ្ញុំនឹងរៀបការជាមួយអ្នក យ៉ាទោះបីជាអ្នកមើលទៅធម្មតាហើយមិនសូវមានទេពកោសល្យក៏ដោយក៏សំណាងរបស់អ្នកហាក់ដូចជាសមរម្យដែរ លោកម្ចាស់ចៅអ្នកមិនដែលប្រាប់ខ្ញុំថាហេតុអ្វីអ្នកចង់រៀបការជាមួយនាងទេ ពិតមាត់តើអ្នកយល់ព្រមទេតើអ្នកមិនអើពើនឹងខ្ញុំមែនទេខ្ញុំមិនអនុញ្ញាតទេមិនក៏គ្រូសាហ្វូហ៊ានទប់ទល់ខ្ញុំអាចនាំគ្រោះមហន្តរាយដល់គ្រួសារអ្នក ហេឈប់ខ្ញុំបដិសេធមិនរៀបការជាមួយមនុស្សលាក់ពុតដូចអ្នកទេ តើអ្នកនិយាយអ្វី ថ្ងៃដែលខ្ញុំចូលគ្រួសារហ្វូខ្ញុំបានកត់សម្គាល់ឃើញថាហុងស៊ុយរបស់ពួកគេច្បាស់ជាមិនដឹងរឿងទាំងនេះទេតើនេះជាអ្វីដែលអ្នកកំពុងធ្វើ តើអ្នកកំពុងនិយាយថាខ្ញុំកំពុងរៀបចំផែនការប្រឆាំងនឹងគ្រួសារហ្វូមែនទេ តើអាចជាអ្វីផ្សេងគ្រួសារហ្វូទើបតែត្រូវបានព្រះនៃសំណាងទទួលស្គាល់ហើយអ្នកក៏ចាប់ផ្ដើមផ្សព្វផ្សាយពាក្យច្បាស់ណាស់អ្នកជាអ្នកខ្លែងបន្លំខ្ញុំត្រូវតែនិយាយល្បិចរបស់អ្នកគឺក្មេងខ្ចីណាស់ តើអ្នកឆ្លាតតាំងពីពេលណា ខ្ញុំសាមញ្ញមិនល្ងងទេមកតើផែនការពិតរបស់អ្នកជាមួយការខិតខំប្រឹងប្រែងទាំងអស់នេះជាអ្វីយ៉ាតើអ្នកពិតជាកំពុងធ្វើអ្វីជាមួយការខិតខំប្រឹងប្រែងទាំងអស់នេះ អ្នកនិយាយត្រូវខ្ញុំពិតជាមិនមែនជាព្រះនៃសំណាងទេ គាត់មិនមែនជាព្រះនៃសំណាងទេ អញ្ចឹងមានរឿងអីអ្នកមិនមែនជាព្រះនៃសំណាងទេហេតុអ្វីអ្នកភ្ជាប់ទំនាក់ទំនងជាមួយរ៉ូរ៉ានហេតុអ្វីអ្នកបោកប្រាស់ពួកគេហ្វូមិននឹកស្មានថាមេគ្រួសារសុងល្ងងបែបនេះសោះត្រឹមចំណុចនេះអ្នកនៅតែគិតថាចៅស្រីចិញ្ចឹមរបស់អ្នកជាមនុស្សល្អមែនទេយូលូអាតើអ្នកចង់មានន័យយ៉ាងណាហេតុអ្វី តើអ្នកមិនយល់ទេខ្ញុំបានរៀបការចូលគ្រួសារសុងដើម្បីយកទ្រព្យសម្បត្តិនិងសំណាងរបស់ពួកគេ ស្អីលោកតាហ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 ា15ឆ្នាំមុនខ្ញុំបានរៀបចំផែនការទាំងអស់ដំបូងគាត់បានបញ្ជូនសុងសូរ៉ានទៅបិទជញ្ជក់សំណាងរបស់គ្រួសារសុងហើយ5ឆ្នាំមុនគាត់បានផ្ទេរសំណាងរបស់គ្រួសារហើយបន្ទាប់មកខ្ញុំបានប្រើឈ្មោះព្រះនៃសំណាងដើម្បីបោកបញ្ឆោតអ្នកទាំងអស់គ្នាឲ្យមកទីនេះតើអ្នកកំពុងព្យាយាមធ្វើអ្វីខ្ញុំនឹងបិទជញ្ជក់ទ្រព្យសម្បត្តិនិងសំណាងរបស់ពួកគេទាំងអស់ហើយខ្ញុំនឹងក្លាយជាព្រះនៃសំណាងថ្មីហា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 ជាពិសេសរូបកាយនៃសំណាងនេះខ្ញុំត្រូវតែយកវាខ្ញុំនឹងទៅដោយទន់ភ្លន់ប៉ុន្តែអ្នកបង្ខំខ្ញុំ
ឈប់ទៅខ្ញុំអាចទៅដោយទន់ភ្លន់ប៉ុន្តែអ្នកបង្ខំខ្ញុំឈប់ទៅ ព្រះនៃសំណាងចាស់បានមកដល់ហើយ យើងបានសង្គ្រោះហើយបងថ្លៃពិតជាសិស្សរបស់ព្រះនៃសំណាងមែននោះជាគុណសម្បត្តិដ៏ធំមួយ លោកគ្រូអ្នកត្រូវតែជួយលោកតាមុនពេលសុងរូរ៉ានមកដល់គាត់ពិតជាល្អចំពោះខ្ញុំណាស់ ហឹមយូលូអាខ្ញុំសុំទោសអស់រយៈពេលប៉ុន្មានឆ្នាំនេះលោកតាបានធ្វើបាប ហេ អ្នក លោកតាមិនមែនជាពេលសម្រាប់រឿងនេះទេគ្រាន់តែសម្រាកសិនទៅ ក្មេងរពឹសចុះចាញ់ទៅអ្នកមិនបានឡើងឋានៈទេហឹមអ្នកហ៊ានលើកឡើងរឿងនោះខ្ញុំបានបើកទ្វារឋានសួគ៌អ្នកត្រូវតែត្រឡប់មកដោះស្រាយជាមួយអ្នកមិនអាចទៅរួចខ្ញុំមិនគួរច្រឡំទេអ្នកគួរតែបានឡើងឋានៈខ្ញុំគួរតែបានស្រូបយកសំណាងទាំងអស់របស់ត្រកូលអ្នកណាប្រាប់អ្នកឲ្យក្បត់ខ្ញុំមុនពេលស្ទាត់ជំនាញខ្លឹមសាររបស់ខ្ញុំពិតណាស់អ្នកបានកិននាខុសទេទោះបីជាអ្នកមិនបានឡើងឋានៈក៏ដោយក៏មានអ្វីខ្ញុំនៅតែមានចលនាចុងក្រោយមួយ លោកម្ចាស់ចៅតើអ្នកកំពុងធ្វើអ្វី ខ្ញុំបានជួយសង្គ្រោះអ្នក15ឆ្នាំមុនដោយសារតែរូបរាងកាយពិសេសរបស់អ្នកឥឡូវនេះដល់ពេលសងគុណហើយ រូបរាងកាយពិសេសអ្វីលោកម្ចាស់ចៅតើអ្នកចង់មានន័យយ៉ាងណា រូបកាយនៃសំណាងអាក្រក់កើតក្រោមផ្កាយអត់សំណាងជោគវាសនាអាក្រក់នោះហើយជាមូលហេតុដែលអ្នកចិញ្ចឹមខ្ញុំដើម្បីប្រើខ្ញុំជាមធ្យោបាយចុងក្រោយដើម្បីបំផ្លាញមនុស្សគ្រប់គ្នាហាហាហា អញ្ចឹងអស់ប៉ុន្មានឆ្នាំនេះខ្ញុំជាអាយ៉ងអ្នកមិនដែលខ្វល់ពីខ្ញុំទេ ហេតុអ្វីខ្ញុំត្រូវបានគេហៅថា ហេតុអ្វី ខ្ញុំត្រូវតែជាមនុស្សធម្មតាអស់មួយ ហេតុ ជី អ្វី វិត Fourteen Seal មានសំណាង កើតមក មានទ្រព្យសម្បត្តិមានទេពកោសល្យហើយរៀបការជាមួយ វា មនុ អយុ ស្ស ត្តិ មាន ធ បុ ម៌ ណ្យខ្ញុំចង់ផ្លាស់ប្ដូរជោគវាសនារបស់ខ្ញុំ អ្នកចង់ដោះលែងរូបកាយនៃសំណាងអាក្រក់ពិភពលោកនឹងត្រូវបំផ្លិចបំផ្លាញសូម្បីតែសិស្សរបស់ខ្ញុំក៏ស្លាប់ដែរតើគាត់កំពុងព្យាយាមប្រើលុយរបស់យូលូអាដើម្បីត្រឡប់មកវិញ100ដងទៀតមែនទេ បើអ្នកសម្លាប់បងថ្លៃខ្ញុំហើយទុកនាងជាបំណែកតើយើងអាចធ្វើអ្វីបាន ខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកធ្វើបាបនាងទេតើអ្នកកំពុងធ្វើអ្វីខ្ញុំនឹងសម្លាប់សុងយូលូអាខ្ញុំនឹងសម្លាប់សុងយូលូអាហើយឲ្យនាងស្លាប់នៅចំពោះមុខអ្នកផ្ទុះរូបកាយអាក្រក់ផ្ទុះ ខ្ញុំស្អប់អ្នកតោះទៅឋានរកជាមួយគ្នា លេងលេងខ្ញុំទៅលេងសំណាងអាក្រក់ចូលទៅបាត់ទៅសំណាងអាក្រក់ចូលទៅបាត់ទៅសំណាងអាក្រក់ចូលទៅបាត់ទៅ យើងឈ្នះហើយ ខ្ញុំអាចទីបំផុតឡើងឋានៈដោយសន្តិភាពខ្ញុំប្រកាសថាសុងយូលូអាគឺជាសិស្សពិតតែមួយគត់របស់ខ្ញុំបន្ទាប់ពីខ្ញុំឡើងឋានៈនាងនឹងទទួលបានសំណាងនិងលាភសំណាងទាំងអស់របស់ខ្ញុំគ្រូសាហ្វូនឹងរីកចម្រើនអស់មួយសតវត្សរ៍ហើយរីកចម្រើនអស់1000ឆ្នាំយេ បងថ្លៃតើត្រូវទិញអ្វីខ្ញុំជាអ្នកចេញ ហេបងថ្លៃតោះទៅទិញឡានមួយណាដែលអ្នកចូលចិត្តខ្ញុំនឹងទិញឲ្យអ្នក តើអ្នកទាំងអស់គ្នាកំពុងធ្វើអ្វី តោះពិនិត្យមើលអចលនទ្រព្យជាមួយម៉ាក់វិឡាដែលអ្នកចូលចិត្តហើយខ្ញុំនឹងទិញឲ្យអ្នក ខ្ញុំកំពុងរៀបចំផែនការធ្វើដំណើរជុំវិញពិភពលោកជាមួយធីងសៀវ